Vậy cho mình sợ ca trầy mình vẽ ạch chênh sân tê ấy cốn Xôi ạch trầy ngùm bình phật hơi Bà có sợ ca vẽ bố viên ngọm Bắt chết ở hai mẹ អូនអើយមិនក៏ខ្យល់ដែលបងបឺតចូលមកឥឡូវធំក្លិនប្លែកអញ្ចឹងប្រពន្ធអញប្រាប់ថាទិញមន់រស់ចេះរត់ចេះហោះឥឡូវអញចេះហោះហើយហោះទៅផ្ទះមុនអញទៅនាសម័យកាលដ៏យូរលង់ណាស់មកហើយមានប្តីប្រពន្ធថ្មីថ្មោងមួយគូគឺសុវណ្ណនិងកញ្ចនាពួកគេចង់មានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែគំនិតពួកគេខុសប្លែកពីអ្នកភូមិអ្នកស្រុករហូតគេលួចហៅថាពួក10គុណកញ្ចនាអើយបងឃើញអ្នកភូមិគេធ្វើស្រែចម្ការមានបានណាយើងគួរទៅរករបរដាំដុះដែរទៅ ហើយបើបងធ្វើតាមគេយូរណាស់បងតម្រាំបានផលយកទៅលក់ដូននោះ ចុះអូនមានវិធីណាដែលធ្វើឲ្យដំណាំដុះលឿនទាន់ចិត្តទេ ខ្ញុំមានក្បួនពិសេសមួយបងឯងហ៊ានសាកល្បងទេ ក្បួនអីទៅអូនឲ្យទៅលឿនទោះប្លែកយ៉ាងណាក៏បងហ៊ានធ្វើដែរ គឺក្បួនដាំដំណាំបញ្ច្រាស់ទឹកធានាថាបានផលលឿនជាងគេ10ដង ហេមានក្បួនចម្លែកអញ្ចឹងទៀតណោះបងមិនដែលឮសោះ ជឿខ្ញុំទៅមិនខុសទេបងចាំមើលតែផលទៅដឹងហើយ បើអញ្ចឹងយើងចាប់ផ្ដើមដាំដំណាំអីមុនគេទៅអូន ចេកបងទៅរកជីកកូនចេកមកខ្ញុំនឹងបង្ហាញក្បួននេះឲ្យមើល បងរកកូនចេកបានហើយអូនឥឡូវជីកអណ្ដៅដាំធម្មតាមែនទេ ទេបងឯងត្រូវដាំយកចុងវាដាត់ចុះទៅក្រោមហើយយកគល់វាឡើងលើមេឃវិញ ហេតុអីក៏ធ្វើបែបហ្នឹងទៅវិញបងមិនដែលឃើញគេធ្វើអញ្ចឹងពីមុនមកទេ បងសាកគិតមើលបើដាំយកគល់ចុះក្រោមពេលវាចេញទៅយងផ្លែត្រូវរត់ពីក្រោមឡើងទៅលើមែនទេតម្រាំរត់ដល់គឺយូរខ្លាំងណាស់ អូពិតមែនហើយបងមិនដែលនឹកឃើញដល់ចំណុចនេះសោះ ចុះបើដាំចុះក្រោមវិញផ្លែវានៅខាងលើស្រាប់វាធ្លាក់មកក្រោមលឿនស្លេវតែម្ដង អូអូនឯងនេះពិតជាឆ្លាតមែនទែនបងស្ងាច់សរសើរគំនិតអូនឯងណាស់នេះ បងប្រញាប់កប់ដីទៅកុំឲ្យខាត់ពេលចាំមើលយើងបានចែកទុំផ្អែមមុនគេក្នុងភូមិមិនខានឡើយ 3ថ្ងៃកន្លងផុតទៅកញ្ចនាអើយដើមចេកដែលយើងខំប្រឹងដាំនោះឥឡូវវាងាប់អស់បាត់ទៅហើយ ស្លាប់ហើយហេតុអីបានជាវាងាប់លឿនម្ល៉េះបងដាំមិនទាន់ទាំងបានមួយសប្តាហ៍ផង បងមើលទៅឃើញវាក្រៀមស្វិតខ្លោចអស់អាលីងតែម្ដងអូន បងអាសាក់គិតមើលតាមមកពីហេតុអីវិញទៅ បងគិតថាប្រហែលមកពីផ្លែវារត់លឿនពេកហើយទើបធ្វើឲ្យដើមចេកវាបាក់កម្លាំងងាប់តែម្ដងទៅ ឃើញទេខ្ញុំប្រាប់ហើយថាក្បួនរបស់ខ្ញុំនេះវាលឿនទាន់ចិត្តមែន ត្រូវហើយអូនដើមចេកខំប្រឹងផ្លែពេកទើបខ្សែជីវិតលឿនបែបនេះ បើអញ្ចឹងចាំថ្ងៃក្រោយយើងទៅរកដើមចេកណាដែលមាំជាងនេះមកដាំបញ្ច្រាស់ចុះម្ដងទៀត គំនិតល្អអូននិយាយអញ្ចឹងចុះថ្ងៃនេះយើងបានម្ហូបអី ញ៉ាំមាន់ម្ដងទៅបងទៅផ្សារទិញមក កញ្ចនាអូនបងទៅផ្សារហើយណា បងទៅផ្សារត្រូវចាំពាក្យខ្ញុំប្រាប់ឲ្យច្បាស់កុំភ្លេចឲ្យសោះណា អូនឯងចង់ឲ្យបងទិញមាន់បែបណាប្រាប់បងមកចុះបងមិនភ្លេចទេ ត្រូវទិញមាន់ណាដែលចេះហោះចេះរត់បានលឿនល្អហើយនៅមានកម្លាំងមាំមួន ចុះបើមាន់គេកាប់ស្រាប់ងាប់លក់នៅផ្សារតើទិញយកមកស្លបានដែរទេអូន កុំទិញឲ្យសោះណាបងមាន់ណាងាប់វាមិនផ្អែមឆ្ងាញ់ដូចមាន់នៅរស់ឡើយ ល្អបងយល់ហើយគឺត្រូវទិញមាន់រស់ដែលរហ័សរហួននិងចេះហោះចេះរន់ ត្រូវឲ្យបងទិញបានហើយប្រញាប់ត្រឡប់មកវិញណាខ្ញុំដាំទឹកចាំ អូនឯងនឹងចាំចុះណាបងនឹងជ្រើសរើសមាន់ដែលពូកែរត់ជាងគេយកមកឲ្យអូនឯង ចាបងខ្ញុំត្រៀមចំគ្រឿងស្លចាំ ហ្នឹងហើយបងដឹងហើយបងទៅតែមួយផ្លេតបងត្រឡប់មកវិញហើយនៅឯផ្សារសុវណ្ណរកបានមាន់ដែលគេចង់បានដើរមកបានពាក់កណ្ដាលផ្លូវមាន់វារើខ្លាំងពេកសុវណ្ណក៏ឈប់ណែអាមាន់ចង្រៃឯងមានជើងពីរមានស្លាបពីរដែរហេតុអីក៏ឲ្យអញបីឯងនាំទៅហត់ធ្វើអីប្រពន្ធអញប្រាប់ថាទិញមាន់រស់ចេះរត់ចេះហោះឥឡូវអញចេះហោះហើយហោះទៅផ្ទះមុនអញទៅនិយាយហើយគេក៏ប្រឡែងមាន់ទៅកញ្ចនាអើយបងមកវិញហើយអូន ហា
ចុះឯណាមកដែលខ្ញុំប្រាប់ឲ្យទៅទិញនោះបងសវណ្ណ អូយអូនអើយបងដោះលែងវាឲ្យហោះមកផ្ទះយើងមុនបាត់ទៅហើយ មិនក៏បងធ្វើអញ្ចឹងមិនខ្លាចវាហាចូលព្រៃទៅបាត់ទេអីបង កុំភ័យអីអូនវាក៏មានជើងមានស្លាបដែរបន្តិចទៀតវាហោះមកដល់ឥឡូវហើយ ហើយពុទ្ធោអើយបងឯងនេះពិតជាឆ្លាតមែនចេះគិតគូរមិនឲ្យហត់កម្លាំងកាយទៀត ហ្នឹងហើយតោះយើងអង្គុយចាំវាសិនទៅបន្តិចទៀតវាច្បាស់ជាមកដល់ហើយប្តីប្រពន្ធទាំងពីរអង្គុយចាំមន់តាំងពីថ្ងៃត្រង់រហូតដល់យប់ងងឹន ចប់ហើយបងអើយសង្ស័យតែមន់មកវិញផ្លូវរកផ្ទះយើងមិនឃើញទេដឹងមើលទៅ ហើយប្រហែលហើយអូនអើយចប់ហើយថ្ងៃនេះ អូនថាបានញ៉ាំមន់ស្ងោរឆ្ងាញ់មាត់ហើយ លុះព្រឹកឡើងសុវណ្ណដើររកម្ហូបតាមវាលស្រែក៏បានអន្ទង់វែងមួយក្បាលយ៉ាងធំកញ្ចនាអើយម្សិលមិញអត់មន់ហូបព្រឹកនេះបងរកបានអន្ទង់មួយក្បាលធំល្អណាស់អូនអើយ ល្អណាស់បងចុះបងចង់ឲ្យខ្ញុំធ្វើម្ហូបអីជាមួយអន្ទង់នេះ អូនឯងជួយយកវាទៅស្លម្ជូរគ្រឿងទៅតែហាមកាត់វាជាកង់ជាកំណាត់ឲ្យសោះណាត្រូវស្លទាំងមូលវិញអញ្ចឹង ហេតុអីបានជាមិនអាចកាត់វាបានអញ្ចឹងបងកាត់ទៅវាងាយស្រួលដាក់ក្នុងឆ្នាំងដីតើបង បើកាត់វានឹងហូរឈាមនឹងជាតិផ្អែមចេញអស់បាត់ជាតិឆ្ងាញ់របស់អន្ទង់មិនខានទេ បងឯងនិយាយត្រូវមែនតែឆ្នាំងដីយើងតូចណាស់ដាក់អន្ទង់វែងជិតមួយហាត់នេះវាមិនចោះទេ បើឆ្នាំងយើងតូចអូនឯងសាកដើររកខ្ចីឆ្នាំងអ្នកភូមិណាដែលវែងប្រហែលជាមួយហាត់ពីរហាត់យកមកស្លមក ល្អហើយបងខ្ញុំនឹងដើរសួរគេរកឆ្នាំងដីពីអ្នកជិតខាងយើងសិន អញ្ចឹងអូនឯងបញ្ញាប់ទៅចុះណាបងនៅផ្ទះចាំជួយបង្កាត់ភ្លើងទុកឲ្យអូនឯងស្ល ចាំបន្តិចណាបងខ្ញុំទៅដើរសួរគេមកផ្លែតសិនច្បាស់ជាបានឆ្នាំងមិនខាន កញ្ចនាដើរចូលផ្ទះមួយទៅផ្ទះមួយសួររករបស់ដែលមិនធ្លាប់មាននៅលើលងរហូតជួបអ្នកចិត្តខាងម្នាក់ដែលចូលចិត្តនិយាយត្រង់ អ្នកមីងអើយមានឆ្នាំងដីវែងប្រវែងមួយហាត់ពីរហាត់ដែរទេខ្ញុំសុំខ្ចីមួយផ្លែតមកឆ្នាំងដីស្អីវែងដល់ថ្នាក់ហ្នឹងមីនាងលើលោកនេះមានអ្នកណាធ្វើមានតែឆ្នាំងមូលតើហើយរកទៅធ្វើអីដែរខ្ញុំខ្ចីយកមកស្លអន្ទង់វែងមួយប្រវែងប្រហែលមួយហាត់ហ្នឹងណាអ្នកមីងស្លអន្ទង់គេកាត់ជាកំណាត់ហ្នឹងហើយមីនាងអើយគ្មានអ្នកណាគេធ្វើឆ្នាំងវែងមួយហាត់ទេល្ងងមែនមីងមិនដឹងទេបើកាត់ទៅវាកាត់ជាតិអស់ហើយបើគ្មានទេខ្ញុំទៅរកផ្ទះផ្សេងហើយទៅរកចុះបើរកបានឆ្នាំងវែងយ៉ាងនឹងបានណាយកមកឲ្យមីងមើលផងណាចាចាំមើលណាខ្ញុំច្បាស់ជារកបានមិនខានទេឲ្យទៅរកបានទៅមីនាងមហាឆ្លាតអើយមីងនឹងចាំមើលខ្ញុំទៅហើយមិននិយាយជាមួយមីងឯងនាំតែខាត់ពេលទៀតទេទៅឲ្យលឿនទៅមីនាងអើយអូយ10គត់មែនមីនាងអើយអញចង់តែសាច់ឲ្យអាយ៉ាស់ថ្មិញទេឲ្យជ្រុះថ្មិញទេលោកពូជាងដែកជួយដំដែកធ្វើឆ្នាំងវែងប្រវែងមួយហាត់ឲ្យខ្ញុំមួយមកខ្ញុំប្រញាប់យកទៅស្លអន្ទង់ ពុទ្ធោឲ្យមីនាងទម្រាំតែខ្ញុំដំធ្វើឆ្នាំងវែងរួចអន្ទង់របស់មីនាងឯងវាស្អុយអស់បាត់ទៅហើយ ចុះលោកពូធ្វើមិនបានលឿនទេអីប្តីខ្ញុំកំពុងតែដេកចាំហូបនៅផ្ទះផង មិនក៏ល្ងងម្លេះយកអន្ទង់នឹងទៅកាត់ជាកំណាត់ទៅរួចដាក់ស្លក្នុងឆ្នាំងដីមូលធម្មតាទៅបានបាត់ទៅហើយ មិនបានទេពូបើកាត់អន្ទង់ទៅវានឹងហូរជាតិផ្អែមចោលអស់ហើយមិនឆ្ងាញ់ដោយប្តីខ្ញុំប្រាប់ទេ ពូធ្វើមិនទាន់ទេមីនាងអើយទៅផ្ទះវិញទៅកុំមករំខានពូអី បើពូមិនធ្វើឲ្យទេខ្ញុំទៅផ្ទះវិញកាត់អន្ទង់ក៏បានមិនចាំបាច់ឆ្នាំងវែងអីទៀតទេ ទៅវិញទៅទាំងប្តីទាំងប្រពន្ធពិតជាចម្លែកខុសគេរកលេខដាក់គ្មានមែន ខ្ញុំទៅហើយតាមពិតពួកឯងមិនចេះធ្វើឆ្នាំងផងហ្នឹង កញ្ចនាធ្វើមុខអន់ចិនដើរត្រឡប់មកផ្ទះវិញហើយប្រាប់ប្តីថា បងអើយខ្ញុំដើររកឆ្នាំងវែងមិនបានទេឥឡូវខ្ញុំកាត់អន្ទង់ជាកំណាត់យកទៅលាងទឹកសិនហើយណា ស្លាប់ហើយមិនក៏អូនឯងទៅកាត់រួចលាងទឹកអញ្ចឹងវាមិនហូរឈាមបាត់អស់ជាតិទៅហើយទេអី ជាងដែកគេប្រាប់ថាបើមិនកាត់ទេទម្រាំដំឆ្នាំងដីវែងរួចអន្ទង់យើងណាច្បាស់ជាស្អុយអស់មិនខាន យេជាងដែកនោះក៏វាចេះដឹងជាងបងទៅទៀតនោះបើកាត់អន្ទង់បាត់ជាតិអស់ទៅហើយដាក់ស្លទៅមានជាតិមានជើអីទៀត ចុះបើវាបាត់ជាតិអស់ហើយតើបងឯងនៅហូបបានដែរអត់
ហូបមិញអង្កាតបើបាត់ជាតិអស់ហើយនឹងយកវាទៅបោះចោលក្នុងព្រៃក្រោយផ្ទះទៅ ចាបងខ្ញុំយកវាទៅបោះចោលភ្លាមព្រោះម្ហូបអត់ជាតិហូបទៅនាំតែឈឺពោះទេ នៅសល់ផ្អកក្នុងពាងតើអូនហូបផ្អកមួយថ្ងៃសិនទៅ អូនៅតើបងផ្អកក្នុងពាងនៅច្រើនទៀត តោះថ្ងៃហ្នឹងយើងហូបផ្អកចុះអន្ទង់អត់ជាតិមិនបាច់ហូបទេស្អែកឡើងកញ្ចនាអើយលើកនេះបងរកបានត្រីស្រែស្រស់ស្រស់រស់រស់ល្អណាស់អូនអញយកទៅធ្វើស្ងោរជ្រក់ទៅ ចាបងចុះត្រីរស់ទាំងអស់នេះត្រូវធ្វើដោយម្ដេចខ្លះទៅទើបត្រឹមត្រូវតាមក្បួនបង ត្រូវស្ងោរទាំងត្រីនៅរស់ទើបរសជាតិវាផ្អែមឆ្ងាញ់ព្រោះបើត្រីងាប់ចាំដាក់ចូលឆ្នាំងគឺវាអត់មានជាតិទេ អូខ្ញុំយល់ហើយបងខ្ញុំនឹងដាំទឹកឲ្យពុះរួចបោះត្រីទាំងរស់ចូលទៅភ្លាម ត្រូវហើយហាមកោសសកានិងហាមវាសពោះវៀនយកអាចចេញណាខ្លាចវាហូរឈាមបាត់ជាតិអស់ បងឯងទៅសម្រាប់ចុះខ្ញុំនឹងធ្វើឲ្យត្រីចិត្តបងតែម្ដង បងទៅមើលកូននៅវាលស្រែបន្តិចសិនចាំឆ្អិនចាំបងមកវិញ ចាបងខ្ញុំធ្វើតាមចិត្តបងចង់បានទាំងអស់មិនឲ្យខុសឡើយ ធ្វើឲ្យល្អទៅណាអូន យ៉ៃចុះមិនស្រកាត្រីមិនវះអាចចេញសិនទេអីកូនសយអាចត្រីងុំពេញផ្ទះហើយបើកោសកាវះពោះវាងាប់បាត់ជាតិអស់ហើយម៉ែប្តីខ្ញុំគាត់ផ្ដាំច្បាស់លាស់ណាស់អូយកូនមហាឆ្លាតទាំងប្តីទាំងប្រពន្ធ10គត់ពិតមែនល្ងងគ្មានអ្នកណាបដៅបានសោះម៉ែឯងក៏មកថាឲ្យប្តីខ្ញុំអីគាត់ដឹងរឿងធ្វើម្ហូបច្បាស់ជាងម៉ែឯងទៅទៀតស្ងោរទាំងអាចទាំងសកាអញ្ចឹងអីមានតែស៊ីអាចត្រីទេកូនអើយគ្មានអ្នកណាគេស៊ីកើតទេចាំមើលតែឆ្អិនទៅដឹងតែផ្អែមឆ្ងាញ់ហើយមិនខុសពីសម្ដីប្តីខ្ញុំប្រាប់ឡើយម៉ែហើយម៉ែលែងនិយាយជាមួយកូនឯងហើយម៉ែទៅផ្ទះវិញហើយហើយបើនៅទីនេះទៀតណាច្បាស់ជាឈួតទាំងម៉ែទាំងកូនមិនខានទេចាស់អ្នកម៉ែសុំអ្នកម៉ែអញ្ជើញទៅវិញចុះ ថ្ងៃមួយឮអ្នកស្រុកស្រែកឆៅឡោរឿងបាត់មាន់នៅពេលយំកញ្ចនាអើយចៅមកលួចមាន់នៅក្នុងភូមិយើងហើយធ្វើម៉េចលាក់មាន់យើងទៅ បងសវណ្ណបានលាក់ក្នុងទ្រុងរស័យចោលច្បាស់ជាឃើញវិធីល្អមានតែយកមាន់ទៅកប់ក្នុងដីទេ បើកប់ក្នុងដីមិនងាប់មាន់ទេអីអូន មិនងាប់ទេបងយើងកប់វាឲ្យចិត្តទៅកុំឲ្យវាស្រែកលឺដល់ចោលស្អែកប្រឹងចាំកាយវាឡើងវិញ មែនតាចៅដើររកមើលទៅលើដីទេ តោះបងប្រញាប់ជិះរណ្ដាក្រោយផ្ទះទៅលឿនឡើងតែយប់នេះចោលមកលួចហើយ ចាំបងយកចបជីកទៅជីកអូនឯងជួយចាប់មាន់មកផងណា ចាស់បង ព្រឹកឡើង អាសវណ្ណនាងកញ្ចនាពួកឯងធ្វើអីនឹងពួកខ្ញុំកប់លាក់មាន់កុំឲ្យចោលវាលួចតាមិញសនជប់មិញចោលមកពេញភូមិហ៎ អូយអញចង់ដួលមាន់រស់យកទៅកប់ដីល្ងងអីក៏ល្ងងយ៉ាងនេះលោកអើយ អើយអាល្ងងអើយណែមាន់ជាសត្វរស់បើយកវាទៅកប់ដីចិត្តឈឹងបែបហ្នឹងណាវាមិនដកដង្ហើមរួចទេវាច្បាស់ជាងាប់បាត់ហើយទេដឹងអីមិនងាប់ទេមីងមាន់យើងវាប្រកាសអត់ដង្ហើមណាអញមិនជឿទេទៅកាយមើលភ្លាមទៅតិចងាប់ស្អុយបាត់ទៅ ចាំខ្ញុំកាយឲ្យមីងមើលចុះ កាយលៀនឡើងបងឲ្យមីងសនគាត់ឃើញថាមាន់យើងពិតជានៅរស់រវើកកាយមកបើវានៅរស់ណាមីងនឹងលុតជង្គង់ថ្វាយបង្គំពួកឯងពីរនាក់តែម្ដង ហើយមិនមាន់ខ្ញុំវាដេកនៅស្ងៀមអញ្ចឹង វាងាប់ហើយអាសវណ្ណអើយឈប់ធ្វើរឿងល្ងងខ្លោចបែបហ្នឹងទៀតទៅពួកឯងនេះខាតបងអស់ហើយបងសវណ្ណកុំទៅស្ដាប់មីងសនអីមាន់យើងណាវាមិនមែនងាប់មែនតែនទេ ចុះតើវាស្លាប់ឬក៏យ៉ាងម៉េចនឹងអូន គឺវាធ្វើពុតជាងាប់ដើម្បីបោកចោលនឹងណាបើចោលមកឃើញវានៅស្ងៀមចោលច្បាស់ជារអើមមិនលួចឡើយព្រះហើយព្រះមាន់ងាប់រឿងស្ដុកទៅហើយនៅថាវាចេះលេងល្បិចដាក់ចោលទៀត ពិតមែនហើយមាន់យើងឆ្លាតដល់ថ្នាក់នឹងផងណោះពួកយើងលាក់វាបានល្អណាស់ មែនហើយបងទុកឲ្យវាធ្វើពុតជាងាប់ក្នុងដីត្រង់នឹងបន្តទៀតទៅអញអស់ពាក្យនិយាយជាមួយពួកឯងហើយពិតជាពួក10គត់រកលេខដាក់គ្មានមែនហើយក ញ្ចនាឈរសម្លឹងរណ្ដៅកប់មាន់រួចងាកមកនិយាយជាមួយប្តីថាធ្វើយ៉ាងម៉េចទៅអូនមាន់ដាំដុះដូចដំណាំដែរហី ដល់តាបងក្របពោតក្របស្រូវក្រៀមគេយកទៅកប់ដីនៅតែដោះបាន
ចុះតម្រាំតែសត្វមាន់មានសាច់មានឈាមបែបនេះ អូហូពិតមែនហើយកាលណាវាដោះឡើងមកវានឹងចេញកូនមាន់មកកកោកពេញដីមិនខាន ចាបងដល់ពេលហ្នឹងយើងមានមាន់ច្រើន ប្រពន្ធបងពិតជាឆ្លាតមែនចេះគិតឃើញវិធីប្លែកខុសពីចាស់បុរាណ តើបងកប់វាឲ្យច្រើនបន្តិចទៅរួចយើងស្រោចទឹកវាជារៀងរាល់ថ្ងៃ ហ្នឹងហើយចាំបងលុបដីដែលម៉ត់ឲ្យវាស្រួលដោះប្រឡូកឡើងមកស្អែកឡើងក្លិនស្អុយភាយឡើងមកកញ្ចនាអើយហេតុអីក៏វាធំក្លិនស្អុយម្លេះឬមាន់យើងវាកំពុងតែដោះកូន អាចដែរបងដីត្រង់ហ្នឹងប្រហែលជាខ្វះជីវជាតិហើយតែវាធំក្លិនមិនល្អ ចុះយើងត្រូវធ្វើយ៉ាងម៉េចទៅអូនដើម្បីឲ្យវាបាត់ស្អុយ បងទៅដាំទឹកសម្លក្នុងឆ្នាំងដីឲ្យពុះរួចយកមកស្រោចពីលើរណ្ដៅមាន់ទៅបង ហើយស្រោចទឹកសម្លធ្វើអីទៅអូន ស្រោចទៅវាបាត់ក្លិនស្អុយហើយ ត្រូវហើយបងនឹកមិនដល់សោះបន្តិចក្រោយមកមិញសនយកដៃខ្ទប់ច្រមុះដើរចូលមក អាសវណ្ណានាងកញ្ចនាពួកឯងឈួតវិញអស់ហើយមែនទេហ៎ស្អុយណាស់វើយពួកខ្ញុំមិនបានវិញទេមីងពួកខ្ញុំកំពុងតែស្រោចទឹកសម្លបំពន់កូនមាន់តាមាត់វាងាប់រលួយស្អុយអស់ហើយនៅយកទឹកសម្លមកស្រោចស្អីទៀតពួកអាល្ងងអើយ មិញសនដឹងក្បួនទេធ្វើបែបនេះពេលមាន់ដោះមកគឺមានជាតិសម្លស្រាំ ណែគេស្រោចទឹកជីលើដំណាំគ្មានអ្នកណាគេយកទឹកសម្លមកស្រោចលើសត្វមាត់ងាប់បែបហ្នឹងទេតែវិធីពួកខ្ញុំប្លែកហើយចំណេញតើមីងសនចំណេញស្អីធ្វើបែបហ្នឹងណានាំតែខាតបង់នឹងកើតជំងឺដល់អ្នកភូមិទេឈប់ល្ងងទៀតទៅ ពួកខ្ញុំមិនឈប់ទេចិត្តបានផលហើយហ្នឹងមិញចាំមើលទៅ អើយអញជេរក៏មិនស្ដាប់អប់រំក៏មិនចូលចាំមើលពួកឯងនឹងកើតជំងឺជាមិនខានមិនអីទេមីងពួកខ្ញុំមានថ្នាំឬឈើការពារក៏បារម្ភអី ក្លិនស្អុយភាយចូលក្នុងផ្ទះកាន់តែខ្លាំងសវណ្ណចាប់ផ្ដើមវិលមុងកញ្ចនាអើយស្អុយក្លិនវាខ្លាំងណាស់បងដកដង្ហើមចូលទៅចង់វិលមុខចង់ស្លាប់ទៅហើយធ្វើយ៉ាងម៉េចទៅអូន បងសវណ្ណក្លិនស្អុយវារត់ចូលតាមច្រមុះយើងហើយបើបងចង់លែងធំក្លិនគឺមានតែវិធីយកច្រមុះទម្លាក់ទេ យកច្រមុះទៅលាក់យ៉ាងម៉េចទៅអូនកាត់វាបោះចោលមែន មិនមែនទេបងគឺយើងយកភួយក្រាស់មកដណ្ដប់ក្បាលឲ្យចិត្តឈឹងទាំងពីរនាក់នៅក្នុងមុងទៅ អូហូកាលណាយើងនៅក្នុងភួយចិត្តអស់ហើយក្លិននេះណារត់ចូលច្រមុះបានទៀតណោះ ពិតមែនហើយបងគេហៅថាបិទទ្វារមិនឲ្យក្លិនចូលនឹងណា ប្រពន្ធបងពិតជាឆ្លាតមែនទែនតោះយើងធ្វើភ្លាមទៅសវណ្ណអើតក្បាលចេញពីភួយទាំងដកដង្ហើមញាប់អូនអើយនៅក្នុងភួយលេងស្អុយមែនតែបងថប់ដង្ហើមចង់ដាច់ខ្យល់ទៅហើយ អើយខ្ញុំក៏ថប់ដង្ហើមដែរបងអើយ ហើយធ្វើយ៉ាងម៉េចទៅអូននៅក្នុងភួយខ្វះខ្យល់ចេញក្រៅខ្វះខ្យល់ស្អាត អូខ្ញុំនឹកឃើញហើយយើងត្រូវចោះរន្ធតូចមួយនៅក្នុងភួយរួចហើយយកបំពង់ឫស្សីតភ្ជាប់ឲ្យវែងទៅខាងក្រៅផ្ទះ អូហើយធ្វើអញ្ចឹងបានការអីទៅអូន គឺយើងបាត់ខ្យល់ស្អាតតាមបំពង់ឫស្សីពីខាងក្រៅអាចខ្លួនយើងលាក់នៅក្នុងភួយដដែល អស់ចាណាស់ប្រពន្ធបងចាំបងទៅរកកាត់អាស័យមកធ្វើភ្លាម ចាបងយកបំពង់វែងមកដាក់ចំចំោះយើងម្នាក់មួយទៅគឺបានហើយ សត្វឥន្ទ្រីបានពំត្រីស្អុយដែលកប់ក្រោយផ្ទះមកទម្លាក់ចំបំពង់ឫស្សីអូនអើយមិនក៏ខ្យល់ដែលបងបឺតចូលមកឥឡូវធំក្លិនប្លែកអញ្ចឹងហ៎ ខ្លាចយ៉ាងម៉េចទៅបងខ្ញុំបិទទៅឃើញធម្មតាតា មិនមែនទេអូនឥឡូវធំក្លិនដូចជាត្រីស្អុយអញ្ចឹងវិលមុខជាងមុនទៅទៀត អូយវ៉ៃស្អុយមែនបងអើយក្លិនស្អុយអាក្រក់ខ្លាំងណាស់ ប្រហែលជាមានរឿងអីនៅចុងកំពង់អាស័យខាងក្រៅផ្ទះហើយអូន តោះយើងដើរទៅមើលតិចទៅមើលអើយនោះបងឥន្ទ្រីកំពុងតែស៊ីត្រីស្អុយមិនក៏វាពំមកដាក់លើដំបូលផ្ទះយើងអញ្ចឹង បងប្រាប់ហើយថាធំត្រីស្អុយអូនឯងមិនជឿបងសោះ ទៅបងប្រញាប់ទៅដេញវាចេញទៅ មួយអាទិត្យក្រោយមក បងសវណ្ណអើយឥឡូវបាត់ស្អុយហើយដឹងតែមន់ដោះកូនពេញក្រោមដីហើយបងតោះយើងកាយដីមើលទៅ
អញមិនក៏ឃើញតែឆ្អឹងមន់សស្គូសអញ្ចឹងអូនអត់មានឃើញកូនមន់រស់មួយក្បាលសោះ ស្លាប់ហើយឆ្អឹងមន់សុតសាតមែនតើបងគ្មានសាច់គ្មានកូនអីសោះ កូនមន់ដែលយើងសង្ឃឹមទុកនោះវារត់ទៅណាអស់ហើយទេដឹង ខ្ញុំដឹងហើយបងមកពីយើងស្រោចទឹកសម្លក្តៅពេកទៅកូនមន់វាកាត់មកស្រាប់តែវារលាយអស់ទៅ អូត្រូវហើយអញ្ចឹងលើកក្រោយយើងត្រូវស្រោចទឹកសម្លតិចទៅវាមិនអាលាយសាច់មន់ មិនអីទេបងមានយើងនៅសល់មិនបាច់ទេសល់មិនចាយប៉ុណ្ណឹងទៅបងអូនហត់ណាស់ បងក៏ហត់ដែរអូនអើយ ណែល្មមឈប់ឈួតលីលាទៀតទៅកូនអើយមើលចុះខាតទាំងមាសខាតទាំងមន់ឥឡូវសល់តែឆ្អឹងទទេស្អាតម៉ែមកតាំងពីពេលណាពួកខ្ញុំកំពុងរកវិធីធ្វើឲ្យមានបានតាមម៉ែចង់មានបានអីបើគិតតែធ្វើរឿងខុសធម្មជាតិខុសក្បួនខ្នាតបែបហ្នឹងឯងទាំងពីរអ្នកត្រូវចាំណាមាសប្រាក់ដែលទេវតាប្រទានឲ្យគឺសម្រាប់យកទៅធ្វើដើមទុនរកស៊ីដាំដុះចិញ្ចឹមសត្វតាមស្រួលដូចអ្នកស្រុកគេមិនមែនយកមកដុតបំផ្លាញចោលតាមតែចិត្តនឹកឃើញចម្លែកបែបនេះទេ ពួកខ្ញុំគ្រាន់តែចង់បានផលលឿនតន់ចិត្តអន្តើម៉ែ គ្មានជោគជ័យណាបានមកដោយស្រួលទេនឹងលឿនហួសហេតុដោយគ្មានចំណេះដឹងពិតប្រាកដនោះទេកូនបើចង់ចិញ្ចឹមមាន់ចិញ្ចឹមជ្រូកត្រូវធ្វើទ្រង់ត្រូវផ្ដល់ចំណីនិងមើលថែវាឲ្យល្អមិនមែនយកវាទៅកប់ដីស្រោចទឹកសម្លទេទៅយកមាសដែលនៅសល់ទៅទិញពូជស្រូវពូជដំណាំយកមកធ្វើស្រែចម្ការតាមក្បួនបុរាណគេវិញទៅជាមួយម៉ែបងសវណ្ណអើយគិតទៅណាអ្វីដែលយើងខំដាំខូចអស់មែនសម្ដីម៉ែនិយាយពិតជាត្រូវណាស់បើយើងនៅតែរឹងរូសធ្វើតាមកំណត់ផ្លែកនេះទៀតច្បាស់ចដាច់បាយស្លាប់មិនខានទេ ត្រូវហើយអូនបងក៏រៀងចាលដែរដាំអីក៏ងាប់ដាំអីក៏អាលួយតោះយើងលេងធ្វើពួក10គត់ទៀតទៅធ្វើស្រែចម្ការតាមម៉ែបដៅវិញណោះ គិតឃើញបែបហ្នឹងទើបជាកូនល្អរបស់ម៉ែតោះដើរទៅផ្ទះវិញម៉ែដាំបាយចាំហូបជុំគ្នា រឿងរ៉ាវរបស់ប្តីប្រពន្ធ10គុណបានមកដល់ទីបញ្ចប់ហើយសាច់រឿងនេះបានដាស់តឿននិងអប់រំយ៉ាងស៊ីជម្រៅដល់យើងរាល់គ្នាថាការធ្វើកិច្ចការអ្វីមួយទោះតូចទោះធំក្តីបើខ្វះការពិចារណាខ្វះការរៀនសូត្រនិងធ្វើតាមតែចិត្តចង់បានលឿនដោយគ្មានចំណេះដឹងពិតប្រាកដនោះទេលទ្ធផលដែលទទួលបានគឺមានតែការខាតបង់ទ្រព្យសម្បត្តិនិងពេលវេលាឥតប្រយោជន៍អ្វីដែលសំខាន់គឺត្រូវចេះបើកចិត្តទទួលស្ដាប់ការណែនាំនិងដាស់តឿនពីចាស់ទុំដែលមានបទពិសោធន៍ទើបអាចនាំជីវិតទៅរកសេចក្តីសុខនិងភាពចម្រើនរុងរឿងពិតប្រាកដបានក្តីក៏បានកាន់កំសៀវដើម្បីចាក់ទឹកឲ្យតាវ៉ាន់ស្រាប់តែឃើញមានមាសជាច្រើន ហើយបងវ៉ាន់តែប៉ុណ្ណេះពួកយើងខ្លាចជាអ្នកមានហើយ យ៉ាងម៉េចទៅហើយក្តីមានបានឃើញបានប៉ះហើយនៅទេលោកប្រុសអើយខ្ញុំជីកច្រើនដៅដែរដីនោះយើងបានលក់ទៅឲ្យគេហើយព្រោះពេលនេះយើងខ្លាយទៅជាអ្នកមានអីត្រូវទៅប្រឡាក់ខ្លួនទៀតនោះរឿងពឹងសំណាងតាវ៉ាន់និងស្រីពេជ្រជាប្តីប្រពន្ធមួយគូដែលមិនទាន់មានកូននៅឡើយហើយពួកគេក៏ធ្វើស្រែចម្ការផងដែរហើយប្រពន្ធប្រើឲ្យមកជីកដីដាំស្លឹកគ្រៃថាកុំឲ្យទិញគេនាំទៅអស់លុយ ត្រូវហើយធ្វើចំការបានត្រឹមតែម្ចាយទេអញ្ចឹងហើយត្រូវសំចៃខ្លះ ធ្លាប់តែទិញគេស្រួលដល់តែមកដាំខ្លួនឯងចេះពិបាកដល់ហើយ ជីកដីឲ្យបានច្រើនកន្លែងទៅទើបអាចដាំស្លឹកគ្រៃបានច្រើនគុំ បាទបងដឹងហើយចុំស្អីគេនឹងរឹងម៉េះ អីគេដែរបងជីសាកមើល ដូចជាហឹបហឹបអីគេអញ្ចេះ សាកបាក់មើលបងក្រែងលោមមានមាសព្រោះហឹបដែលកប់ចោលបែបនេះណាប្រកាសជាមានមាសហើយ តាវ៉ាន់ក៏បានបើកហឹបនោះមើលស្រាប់តែឃើញមានមាសជាច្រើន ហើយបងវ៉ាន់តែប៉ុណ្ណេះពួកយើងខ្លាចជាអ្នកមានហើយ
ពួកយើងខ្លាយជាអ្នកមានហើយតាវ៉ាន់និងស្រីពេញបានភ្ញាក់ផ្អើលជាមួយមាសជាច្រើននៅក្នុងហឹមនៅឯវាលស្រែពូឌីកំពុងតែស្ទូងស្រូវដែលរាល់ថ្ងៃប្រពន្ធរបស់គាត់ជាអ្នកមកធ្វើនោះទេបងឌីយ៉ាមានដំណឹងល្អចង់ប្រាប់ មានរឿងអីអូន គឺកូនតាវ៉ាន់របស់យើងនឹងណាគេជីកដីដាំស្លឹកគ្រៃនៅក្បែរផ្ទះស្រាប់តែជីកប៉ះចំកំណប់មាស ថាម៉េចកូនរបស់យើងជីកបានកំណប់មាសហើយ ចាស់បងកូនរបស់យើងទើបតែមកប្រាប់អូនមិញនឹងទេ បើអញ្ចឹងតោះអូនយើងទៅអបអរកូនរបស់យើង ចាស់បងតោះយើងទៅ ពូឌីផ្អាកការស្ទូងស្រូវដើម្បីទៅអបអរកូនប្រុសរបស់គាត់គង្គានិងស៊ីណាជាប្តីប្រពន្ធដែលមានជីវភាពសមរម្យតែពួកគេខំប្រឹងខ្លាំងណាស់ស៊ីណាអូនជួយដាក់ទឹកកកឲ្យបងមួយកែវមកបងស្រេកទឹកណាស់ ចាស់បងចាំបន្តិច ស៊ីណាក៏បានចាប់ទឹកកកដាក់ចូលក្នុងកែវហើយក៏ចាក់ទឹកពីកំសៀវដែលគេបានដាំ ណែបងទឹកផឹកតាមស្រួលណា បាទអូនអរគុណច្រើន ថ្ងៃនេះជាថ្ងៃអាទិត្យបងគួរតែសម្រាប់ខ្លះទៅកុំខំប្រឹងខ្លាំងពេក គ្រួសារយើងនៅខ្វះខាតបងមិនចង់ឈប់សម្រាកនោះទេ អូនដឹងថាបងខំប្រឹងណាស់រាល់ថ្ងៃក៏ព្រោះតែដើម្បីអនាគតគ្រួសាររបស់ពួកយើងនោះដែរ ដើម្បីអនាគតពួកយើងទៅថ្ងៃក្រោយបងត្រូវតែខំប្រឹង បងចូលទៅងូតទឹកសិនទៅអូនទៅធ្វើម្ហូបឲ្យបងហូប អញ្ចឹងបងទៅរកងូតទឹកសិនហើយណា ចាស់បង គង្គានិងស៊ីណាពួកគេខំប្រឹងណាស់មិនហ៊ានឈប់សម្រាកនោះឡើយព្រោះតែចង់ឲ្យគ្រួសារមានបានងាកមកមើលផ្ទះរបស់តាវ៉ាន់ឯនេះវិញកំពុងតែសប្បាយចិត្តនឹងមាសដែលពួកគេបានពីហັບដែលលាក់នៅក្នុងដី បងវ៉ាន់តើពួកយើងគួរធ្វើយ៉ាងម៉េចទៅបងមាសទាំងអស់នេះ យើងយកទៅលក់ដើម្បីធ្វើផ្ទះថ្មីហើយពេលនោះយើងមិនចាំបាច់ធ្វើស្រែនាំទៅប្រឡាក់ខោអាវខ្មៅស្បែកនោះទេ ពិតមែនហើយបងពេលនោះអូននឹងមានគ្រឿងអលង្ការពាក់ពេញខ្លួនជាមិនខានទេ ហើយពេលនោះយើងទៅណាមកណាក៏អ្នកភូមិគេទៅសើយើងដែរ នេះជាសំណាងរបស់ពួកយើងហើយ ឃើញទេអូនមនុស្សបកុងតែមានទោះមិនបាច់ប្រឹងក៏ខ្លាយជាអ្នកមានបានដែរ ត្រូវហើយបង ចាប់តាំងពីពួកគេបានមាសមកតាវ៉ាន់និងស្រីពេជ្រក៏ឈប់ធ្វើការរកស៊ីបន្តទៀតដែរព្រឹកស្អែកឡើងតាវ៉ាន់បានមកទិញកាហ្វេផឹកស្រីណយដាក់កាហ្វេឲ្យបងមួយកែវមកហើយអ្នកដែលកំពុងអង្គុយផឹកទាំងអស់គ្នាមិនចាំបាច់គិតលុយពីពួកគេនោះទេបងជាអ្នកចាញ់លុយជំនួស ចាស់បង អាយ៉ាថ្ងៃនេះតាវ៉ាន់មានរឿងអីចេះបានជាចិត្តល្អម្ល៉េះអូ ធម្មតាទេពូអើយអ្នកមានគឺអញ្ចឹងហើយហើយចុះក្មួយឯងខ្លាយជាអ្នកមានតាំងពីពេលណាមកគឺថ្ងៃមុនខ្ញុំជីកបានកំណប់មាសមួយនៅក្បែរផ្ទះអូសំណាងម្ល៉េះក្មួយហើយបានច្រើនដែរទេក្មួយបានច្រើនដែរអន្តាពូតែប៉ុណ្ណេះខ្ញុំខ្លាយជាអ្នកមានហើយបើអញ្ចឹងពូសូមអបអរសាទរផងណាតែក្មួយក៏មិនត្រូវធ្វេសប្រហែសចាយវាយផ្ដេសផ្ដាស់ដែរទៅភ័យម៉េះពូមាសមកកណោបើថាចាយអស់ទៅជីកក្បែរផ្ទះទៀតទៅព្រោះបើមានមួយប្រកាសជាមានពីរហើយពូស្រេចតែក្មួយគិតទេណាហ្នឹងហើយពូតាវ៉ាន់ចាប់ផ្ដើមលេងធ្វើការរកស៊ីអីទៀតហើយស្រីនេះដីនេះស្រីនេះលក់ដែរទេ ចាស់ខ្ញុំលក់តាព្រោះត្រូវការលុយខ្លះទិញឡានមួយគ្រឿងគ្រាន់តែជិះតែធ្វើការថាខ្ជិលខ្ចីលុយធនាគារហ្នឹងណា បើអញ្ចឹងលក់ឲ្យខ្ញុំមកណាព្រោះថាចង់ទិញដីស្រីនេះឯងបើកន្លែងលក់ដូរ មានអីដីកន្លែងនេះនៅផ្លូវល្អមានមនុស្សជិះចេញចូលច្រើនបើកុំគីឯងបានដីនេះដឹងតែត្រូវហើយ ហើយស្រីនេះឯងចង់លក់ដីនេះក្នុងតម្លៃប្រមាណដែរ ខ្ញុំមិនទាន់ហ៊ានសម្រេចថាលក់ក្នុងតម្លៃប្រមាណនោះទេចាំសួរប្តីខ្ញុំម្ដងទៀតសិន ហ្នឹងហើយស្រីនេះសួរប្តីសិនទៅហើយចាំប្រាប់ខ្ញុំវិញក៏បានដែរ ចា គង្គាមានគម្រោងចង់បើកកន្លែងរកស៊ីនៅលើដីមួយនេះ
ព្រោះឃើញថាដីនេះនៅជាប់ផ្លូវល្អក្រោយពីបានមាសមកតាវ៉ាន់និងស្រីពេជ្រក៏បានសាងសង់ផ្ទះថ្មីមួយភ្លាមហើយថែមទាំងមានជួលអ្នកបម្រើប្រុសស្រីមកទៀតផងនារីថ្ងៃហ្នឹងខ្ញុំចង់ញ៉ាំពោះគោទឹកប្រហុកនារីឯងធ្វើឲ្យផងណាចាលោកស្រីចាំខ្ញុំធ្វើជូនហើយមានឃើញប្តីរបស់ខ្ញុំទៅណាដែរទេចាស់លោកស្រីខ្ញុំក៏អត់ដឹងដែរតែឃើញគាត់ហៅប្តីរបស់ខ្ញុំទៅជាមួយមិនដឹងថាគាត់ទៅណាទេមិនអីទេឆាប់ទៅផ្សារទៅចាស់លោកស្រីស្រីពេជ្រប្រែក្លាយជាអ្នកមានដោយសារតែមាសដែលគេបានមួយហឹមក្រឡេកមកមើលតាវ៉ាន់ឯនេះវិញគេចាប់ផ្ដើមប្រែចរិតជាអ្នកមានដើរស៊ីចាយលេងគិតរកស៊ីអ្វីបន្តទៀតហើយអាក្តីឯងមើលនោះគឺជាដីស្រែរបស់យើងកាលពីមុនយើងធ្លាប់ធ្វើតែឥឡូវយើងឈប់ហើយហេតុអីបានជាលោកប្រុសឈប់បានលោកប្រុសឈប់ធ្វើហើយចុះមិនក៏នៅក្នុងស្រែមានស្រូវអញ្ចឹងដីនោះយើងបានលក់ទៅឲ្យគេហើយព្រោះពេលនេះយើងខ្លាយទៅជាអ្នកមានអីត្រូវទៅប្រឡាក់ខ្លួនទៀតនោះអូមែនតាលោកប្រុសខ្ញុំភ្លេចគិតតាវ៉ាន់កំពុងលងខ្លួននឹងមាសដែលខ្លួនមានគេដើរស៊ីចាយមិនគិតមុខក្រោយទៀតឡើយក្រោយពីបានទិញដីរបស់ស្រីនីរួចមកគង្គានិងស៊ីណាក៏បានបើកហាងបោះដុំផ្លែឈើគ្រប់មុខផងដែរក្មួយស៊ីណាឮថាក្មួយបោះដុំផ្លែឈើគ្រប់មុខមែនទេក្មួយចាអ្នកមីងចង់មកសហការជាមួយក្មួយព្រោះមីងចង់ទិញពីក្មួយច្រើនយកទៅបោះដុំឲ្យអ្នកលក់ផ្សេងទៀតនៅខាងមីងរស់នៅឯណោះចាមានអីអ្នកមីងបើអ្នកមីងទិញពីខ្ញុំច្រើនខ្ញុំក៏នឹងលក់បញ្ចុះតម្លៃឲ្យផងដែរនឹងហើយក្មួយចាំពេលមីងទៅផ្ទះវិញនឹងធ្វើបញ្ជីមកប្រាប់ក្មួយថានឹងទិញផ្លែឈើអីខ្លះណាក្មួយទិញពីក្មួយនឹងហើយចាអ្នកមីងក្រោយបើកបានតែប៉ុន្មានថ្ងៃស៊ីណាក៏ទទួលបានឈ្មួញកណ្ដាលជាច្រើនអ្នកមកសុំសហការរកស៊ីជាមួយចំណែកតាវ៉ាន់ឯនោះវិញកំពុងតែសប្បាយនឹងជីវិតរបស់ខ្លួនដែលដេកស៊ីលើទ្រព្យដែលខ្លួនកំពុងមានអាក្តីមកចាក់ទឹកក្តៅដាក់កែវឲ្យយើងផឹកបន្តិចបាទលោកប្រុសក្តីក៏បានកាន់កំសៀវដើម្បីចាក់ទឹកឲ្យតាវ៉ាន់លោកប្រុសសូមចេញពីសាអាក្តីយើងចង់ហូបសាច់ជ្រូកខ្វៃព្រោះខានយូរហើយឯងទៅប្រាប់គេទៅថាយើងទិញជ្រូកខ្វៃមួយបាទលោកប្រុសចាំខ្ញុំទៅប្រាប់គេឲ្យមកវិញកុំភ្លេចប្រាប់ពួកម៉ាក់របស់យើងផងណាថាផ្ទះយើងមានកម្មវិធីបាទលោកប្រុសតាវ៉ាន់តាំងពីគេជីកមាសបានមកគេមិនដែលរកស៊ីអ្វីទៀតទេនៅហាងបោះដុំផ្លែឈើរបស់គង្គានិងស៊ីណាមានគេចូលទិញជាហូរហែទាំងភ្ញៀវធម្មតានិងឈ្មួញកណ្ដាលហើយស៊ីណារកស៊ីអីហ្នឹងចាខ្ញុំបោះដុំនឹងលក់រាយផ្លែឈើគ្រប់មុខចំណេញដែរមែនរកស៊ីអញ្ចឹងលើកដំបូងមិនទាន់ឃើញចំណេញទេព្រោះអីយើងចំណាយទុនច្រើនមិនទាន់រួចដើមនៅឡើយទេងាប់ហើយទៅប្រឹងរកស៊ីធ្វើអីមើលតែខ្ញុំណែមាសមួយហាប់ចាយមិនទឹកអស់ផងខ្ញុំនិយាយដាស់តឿនស្រីពេជ្រឯងណាកុំអាងថាមានមាសប៉ុណ្ណឹងហើយគិតថាចាយវាអស់មួយជីវិតនោះមិនអញ្ចឹងមិនក៏ឯងដឹងព្រោះមាសខ្ញុំច្រើនដែរចាយមួយជីវិតមិនអស់ផងខ្ញុំចេះតែជួយប្រាប់ទេតែថាខ្ញុំឃើញស្រីពេជ្រឯងមានមាសប៉ុណ្ណឹងខ្ញុំចំណែនអីទៅអត់ទេណាគ្រាន់តែចង់ដាស់តឿនមិនចាំបាច់មកដាស់តឿនខ្ញុំអីទេរៀបចំជីវិតរបស់ឯងឲ្យបានល្អទៅប្រយ័ត្នរកស៊ីខាត់ដួលរលំបាស់ជើងទៅចាអរគុណចំពោះការណែនាំចំណែកស្រីពេជ្រឯងក៏អញ្ចឹងដែរប្រយ័ត្នហួសពេលលែងបកក្រោយបានណាស្រីពេជ្រដោយនិយាយមិនចូលគ្នាជាមួយស៊ីណាគេក៏បានដើរចេញទៅងាកមកមើលពូឌីនិងមីងសីឯនេះវិញពួកគាត់ជាឪពុកម្ដាយមិនដែលចេះអប់រំណែនាំកូនបន្ថែមទៀតនោះឡើយដោយគាត់ក៏ចូលរួមសប្បាយបន្ថែមទៀតជាមួយកូនផងដែរម៉ែវាកូនរបស់យើងគឺពិតជាមានសំណាងពិតមែនដែលចេះជីកបានកំណប់មាស
ពិតមែនហើយពុកវាខ្ញុំគិតថានេះជាសំណាងរបស់គេពីជាតិមុនហើយមើលទៅព្រោះនៅសុកក៏មានមាសនៅក្នុងដីឲ្យគេជីកឃើញ អញ្ចឹងបានថាហ្នឹងណាសំណាងរបស់គេនៅតែជាសំណាងរបស់គេអញ្ចឹង នឹងហើយបងដោយសារតែសំណាងរបស់កូនយើងពួកយើងទាំងពីរក៏បានសុខស្រួលមានលុយចាយដោយសារតែពួកគេនោះដែរ ពិតមែនហើយម៉ែវាពូឌីនិងមីងសីមិនបានអប់រំកូនឲ្យចេះយកលុយកាក់ដែលខ្លួនមានយកទៅប្រកបការងាររកស៊ីអ្វីទៀតនោះទេងាកមកមើលខាងគង្គានិងស៊ីណាឯនេះវិញគេគិតតែពីខំប្រឹងប្រកបការងាររកស៊ីរបស់គេមិនដែលខ្ជិលនោះឡើយស៊ីណាអូនពួកយើងបានបើកហាងបោះដុំផ្លែឈើជាងមួយឆ្នាំមកហើយតើអូនយល់យ៉ាងម៉េចដែរ ចាបងអូនយល់ថាការរកស៊ីរបស់យើងកំពុងតែរលូនទៅមុខហើយគ្រាន់តែមួយឆ្នាំដំបូងលុយដែលចំណេញបានមកត្រឹមតែរួចថ្លៃដើមទេ មានអីគ្រាន់បើដែរតាអូនមួយឆ្នាំដំបូងអាចរួចថ្លៃដើមបានក៏ចាត់ទុកតែគ្រាន់បើដែរព្រោះដើមទុនយើងបានចំណាយច្រើនដែរ នឹងហើយបងអូនឃើញពីមួយខែទៅមួយខែមានឈ្មួញកណ្ដាលជាច្រើនបានមកសហការរកស៊ីជាមួយយើងក្នុងនេះដែរគឺជាឱកាសចំណេញដ៏ល្អណាស់ ល្អណាស់អូនបើសិនជាយើងមានដើមទុនច្រើនដូចជាតាវ៉ាន់និងស្រីពេជ្រវិញនោះមិនដឹងជាល្អយ៉ាងណានោះទេយើងអាចសាងសង់កន្លែងដាក់ផ្លែឈើបានយ៉ាងធំហើយយើងអាចទិញឡានគ្រាន់ដឹកផងដែរ ពិតមែនហើយបងតែពួកគេនោះមិនគិតដូចយើងនោះទេមានលុយសុកចិត្តដើរចាយវាដូចអ្នកមានមិនគិតខំរកស៊ីអីបន្ថែមនោះទេ នឹងហើយអូនគួរឲ្យស្ដាយខ្លាំងណាស់ អូនធ្លាប់បាននិយាយណែនាំស្រីពេជ្រដែរហើយធ្លាប់បាននិយាយជាច្រើនដងណែនាំគេតែគេមិនដែលស្ដាប់អូននោះទេ មិនអីទេអូនតាមតែចិត្តគេទៅចំណែកឯក្តីនិងនារីឯនេះវិញពួកគេក៏ខិតខំធ្វើការខ្លាំងណាស់ផងដែរដើម្បីកុំឲ្យលោកប្រុសលោកស្រីរបស់ពួកគេទាស់ចិននារីអូនព្រឹកមិញអូនអញទៅផ្សារទិញអីគេដែរអូន ចាបងអូនទិញសាច់គោងៀតព្រោះលោកប្រុសគាត់ចង់ពិសា គិតទៅលោកប្រុសហូបឆ្ងាញ់រាល់ថ្ងៃហ្មងណោះចំណែកយើងឯនេះវិញបានសល់ពីគាត់ខ្លះក៏ឆ្ងាញ់តាមគាត់ដែរទៅ គាត់មានមាសច្រើនបើថ្ងៃណាមួយអត់លុយគាត់អាចយកមាសរបស់គាត់ទៅលក់ទៀតហើយ មុនហ្នឹងបងបានឃើញពួកគាត់ទាំងពីរចេញពីផ្ទះមិនដឹងជាទៅណានោះទេ ឮថាគាត់បានទៅលក់មាសទៀតហើយមួយឆ្នាំកន្លងមកនេះមាសដែលគាត់បានលក់សឹងតែអស់ទៅហើយ គិតទៅលោកប្រុសលោកស្រីរបស់យើងអត់គំនិតដែរបើបងវិញមានប្រហែលគាត់មិនដឹងជាល្អយ៉ាងណានោះទេ ហើយកុំនិយាយលឺពេកប្រយ័ត្នគាត់មកស្ដាប់ឮថាពួកយើងលួចនិយាយដើមគាត់ទៅ មិនអីទេបើពួកគាត់ចេញទៅក្រៅហើយគឺមិនងាយចូលផ្ទះវិញភ្លាមនោះទេ2ឆ្នាំកន្លងផុតទៅ ហើយបងតាវ៉ាន់គិតអាម៉េចឥឡូវបើមាសដែលយើងបានលក់ចាយចិត្តអស់ហើយហ្នឹង ហាក្រែងមាសរបស់យើងមានច្រើនតែមិនក៏ចិត្តអស់អញ្ចឹង ឲ្យនៅសល់ច្រើនយ៉ាងម៉េចបានបន្តិចយើងលក់បានបន្តិចយើងលក់ចាយតែរហូតហ្នឹងលក់ចាយរហូត ធ្វើមិនទៅអញ្ចឹងអូនបើអស់មាសតែយើងបានអីលក់ចាយទៀត មានតែបងឯងទៅជីកដីជុំវិញផ្ទះរបស់យើងទៀតព្រោះថាបើមានមហឹបទៅហើយប្រកាសជាមានមហឹបផ្សេងទៀតជាមិនខានទេ អូអូននិយាយត្រូវហើយចាំស្អែកបងនឹងឲ្យអាក្តីគេជួយជីកសាកមើលក្រែងលោជួបប្រទេសមហិបទៀត ចាស់បង ដោយសារតែការចាយវាយខ្លាំងពេកធ្វើឲ្យតាវ៉ាន់និងស្រីពេជ្រមិនសល់មាសច្រើនដូចពីមុនទៀតនោះទេព្រឹកស្អែកឡើងតាវ៉ាន់ក៏បានឲ្យក្តីដើរជីកដីជុំវិញផ្ទះដើម្បីស្វែងរកកំណំព្រោះធ្លាប់ធ្វើបែបហ្នឹងបានជោគជ័យម្ដងហើយយ៉ាងម៉េចទៅហើយក្តីមានបានឃើញបានប៉ះហើយនៅទេលោកប្រុសអើយខ្ញុំជីកច្រើនដៅដែរតែមិនទាន់បានប៉ះម្ដងសោះកាលមុនយើងគ្រាន់តែជីកមិនដៅទេក៏ប៉ះទៅហើយក្តីឯងសាកជីកកន្លែងផ្សេងទៀតទៅមើលក្រែងលោបានជួបបាទលោកប្រុសខ្ញុំនឹងខំប្រឹងបើខ្ញុំមិនអាចស្វែងរកហឹបមាសបានទេខ្ញុំមិនមានលុយចាយទៅព្រោះខ្ញុំរាល់ថ្ងៃគ្មានធ្វើអីផងតាវ៉ាន់ចាប់ផ្ដើមភ័យខ្លួនក្រោយគេជីករណ្ដៅជាច្រើនកន្លែងហើយតែមិនបានជួបប្រទះនឹងហឹបមាសទាល់តែសោះ
ចំណែកឪពុកម្ដាយរបស់តាវ៉ាន់ឯនោះវិញធ្លាប់តែទទួលបានលុយពីកូនចាយពួកគាត់ក៏ឈប់ធ្វើការរកស៊ីតាំងពីយូរណាស់មកហើយអូណាមិនក៏ខែនេះខានឃើញកូនរបស់យើងយកលុយមកឲ្យយើងចាយអញ្ចឹងខែនេះដូចជាយូរជាងរាល់ខែណាអូន អូនក៏មិនដឹងដែរមិនក៏ខែនេះគេយូផ្ញើលុយមកឲ្យពួកយើងម៉េច បើគេមិនបានឲ្យយើងគ្មានអីចាយនោះទេព្រោះយើងឈប់ធ្វើចំការយូរមកដែរហើយ ពិតមែនឲ្យពុកវាចាំមើលពី3ថ្ងៃសិនទៅមើល ហ្នឹងហើយអូនពូសំនឹងមិញសីហេតុតែអាងឃើញកូនមានមាសច្រើនក៏ឈប់រកស៊ីដែរដោយរងចាំការផ្ញើលុយពីកូនក្រោយពីបើកហាងបោះដុំផ្លែឈើ2ឆ្នាំកន្លងមកធ្វើឲ្យគង្គគានិងស៊ីណាទទួលបានប្រាក់ចំណេញយ៉ាងច្រើន បងកុំគីអូនគិតថាចង់រកជួលអ្នកបម្រើការងារក្នុងហាងយើង2នាក់ប្រុសម្នាក់ស្រីម្នាក់បងគិតយ៉ាងម៉េចដែរ ចុះអូនគិតថាជួលស្រីមកធ្វើអីហើយប្រុសមកធ្វើអីដែរ អូនគិតថាចង់ជួលស្រីឲ្យមកជួយធ្វើបាយម្ហូបឲ្យពួកយើងញ៉ាំហើយប្រុសឲ្យគេមកជួយរៀបចំផ្លែឈើនៅក្នុងហាងនិងជួយដឹកឲ្យម៉ួយនៅខាងក្រៅ អូមានអីគំនិតអូនល្អអន្តា ចាបងបើអញ្ចឹងបងជួយដើររកឲ្យផងណា បាទអូនដោយសារតែការងារមានច្រើនធ្វើពីអ្នកប្តីប្រពន្ធមិនអស់គង្គគានិងស៊ីណាក៏ចាប់ផ្ដើមជួលគេឲ្យមកជួយធ្វើ យ៉ាងម៉េចហើយបងដីដែលជីករកកំណប់មាននោះរកឃើញហើយនៅ គ្មានរកឃើញអីទេអូនអើយគាត់ប្រើឲ្យបងជីកដីជុំវិញផ្ទះគាត់រកគ្មានប៉ះចំអីបន្តិចទេ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅបងបើគាត់គ្មានមាសទៀតទេតែគាត់បានលុយឯណាបាក់ប្រាក់ខែពួកយើងទៅ បងក៏មិនដឹងដែរមិនម៉ាទេយើងនាំគ្នារកការងារថ្មីធ្វើឲ្យហើយសិនទៅអី មែនហើយបងរកឲ្យហើយទៅព្រោះបើនៅទីនេះទៀតណាយើងក៏គ្មានសំណាងល្អអីដែរហេងសយលោកប្រុសលោកស្រីគាត់អត់បាក់ប្រាក់ខែពួកយើងទៀតផងក៏ថាបាន ត្រូវហើយអូនក្តីនឹងនារីកំពុងតែគិតពីអនាគតទៅថ្ងៃមុខថាតើគួរទៅធ្វើការនៅទីណាបន្តទៀតពី ធ្វើមិន ឆ្នាំ ទៅបង កន្លង បើ ផុ យើ ត ងជីក ទៅ រកកំណប់មាសអត់ឃើញផងហ្នឹង បងក៏មិនដឹងធ្វើម៉េចដែរមាសយើងក៏លក់អស់ទៀតតើបានលុយមកពីណាចាយ ហើយក៏មិនដឹងថាបានលុយអីបាក់ប្រាក់ខែឲ្យក្តីនឹងនារីនោះដែរ ពិតមែនហើយអូនបងស្ដាយខ្លាំងណាស់បើកាលមុនយើងកំដេចស៊ីចាយហើយខំប្រឹងរកទៀតនោះមិនដឹងជាពេលនេះល្អប៉ុណ្ណានោះទេ មែនហើយបងបើយើងយកមាសដែលយើងមានកាលពីមុនយកទៅធ្វើដើមទុនប្រកបរបររកស៊ីអីផ្សេងទៀតណាយើងមិនជួបបញ្ហាលំបាកដូចសប្តាហ៍ថ្ងៃនេះទេ ក្តីនឹងនារីក្រោយពីបានលាឈប់ពីកន្លែងការងាររបស់តាវ៉ាន់និងស្រីពេជ្រមកគេក៏បានចូលមកធ្វើការនៅកន្លែងគង្គគានិងស៊ីណា នារីទៅផ្សារទិញសាច់ជ្រូកយកមកខម្ដងទៅណាចាអ្នកនាងក្តីទៅសួរប្តីរបស់ខ្ញុំមើលតើត្រូវដឹកបន្លែឲ្យអ្នកណាគេខ្លះ បាទនាង ឃើញទេស្រីពេជ្រនេះជាលទ្ធផលដែលអ្នកឯងមិនស្ដាប់ខ្ញុំគិតខុសហើយបើពេលនោះខ្ញុំមិនគិតភ្លើតភ្លើនហើយមិនយកមាសម្ដងបន្តិចទៅលក់ចាយអស់ទេម្ល៉េះពេលនេះខ្ញុំមិនពិបាកអញ្ចឹងទេហើយលឺស្រីពេជ្រឯងនឹងប្តីបានលក់ដីនៅផ្ទះហើយមែនទេនឹងហើយសេណាខ្ញុំបានលក់ហើយរាល់ថ្ងៃទិញដីមួយតូចដើម្បីសង់ខ្ទមតូចមួយនៅចាប់ពីពេលនេះតទៅស្រីពេជ្រឯងត្រូវតែខំប្រឹងឡើងវិញកុំឲ្យដូចកាលពីមុនទៀតណានឹងហើយសេណា ដោយសារតែអំណួតនឹងភ្លេចខ្លួននឹងទ្រព្យដែលខ្លួនកំពុងមាននិងមិនចេះគិតរិះរកបន្ថែមធ្វើឲ្យគ្រួសាររបស់ស្រីពេជ្រធ្លាក់មកដល់បានចំណែកស៊ីណានិងប្តីបែរជាឡើងខ្ពស់ត្រដែនចប់ដោយបរិបូរណ៍សូមអរគុណ ណែក៏មកឈរក្បែរខ្ញុំបើចិត្តប្រឡាក់ខោអាវខ្ញុំអស់ទៅណាថយទៅខាងក្រោយទៅ4-10ជំហានទៅណាទៅឆាប់ចេញពីផ្ទះមីងទៅមីងគ្មានបងប្អូនសាច់ញាតិណាក្រដូចជាឯងទេបើឯងមិនបានលួចចុះណាគេលួច ណែអ្នកខ្លះបើថាអត់ពេកកំដៅលួចគេអីសុំគេទៅគេឲ្យហើយរឿងក្រគេមើលងាយវាសនាមានជីវភាពក្រីក្រជាងគេនៅក្នុងភូមិ ណែក៏មកឈរក្បែរខ្ញុំបើចិត្តប្រឡាក់ខោអាវខ្ញុំអស់ទៅណា
ថយទៅខាងក្រោយទៅ4-10ជំហានទៅណា អ្នកនាងអីក៏រើសអើងម្លេះខ្ញុំមិនទាន់បានទៅប៉ះអ្នកនាងឯណាខ្ញុំគ្រាន់តែឈរពីក្រោយសោះហ្នឹង ណែក្មួយវាសនាថយក្រោយទៅស្រីសណាគេមិនអោយអ្នកក្រដូចជាក្មួយនេះមកឈរក្បែរគេទេ ហេតុអីទៅណាមីងគេជាមនុស្សហើយខ្ញុំក៏ជាមនុស្សចាំបាច់អីត្រូវរើសអើងគ្នា កម្រិតអ្នកឯងនិងខ្ញុំវាខុសគ្នាកុំចង់មកប្រៀបធៀបស្មើជាមួយខ្ញុំឲ្យសោះថ្ងៃក្រោយណាបើឃើញខ្ញុំចូលមកទិញកុំអាចចូលមកចាំខ្ញុំដើរចេញសិននឹងហើយស្រីសក្មួយលឺនៅវាសនា បាទមីងមិនអីទេចាំខ្ញុំថយក្រោយសិនក៏បានដែរទុកឲ្យគេអ្នកមានទិញឲ្យរួចសិនចុះអ្នកក្រដូចជាខ្ញុំចាំក្រោយគេក៏បានដែរ បើដឹងចឹងល្អហើយ វាសនាមានការតូចចិត្តជាខ្លាំងដោយសារតែខ្លួនក្រសូម្បីតែឈរក្បែរគេក៏មិនបានផងអាហុងថ្ងៃហ្នឹងមានគិតតែចង់ទៅណាដែរទេដឹងទៅណាទេវ៉ៃហើយឯងគិតតែចង់ទៅណាវិញនោះបើថាមិនដឹងថាទៅណាទេដើរលេងក្នុងភូមិហ្នឹងទៅបានហើយអាហុងយូរ៉ាខានជួបពីអ្នកឯងយូរដែរហើយពួកអញសុខសប្បាយដែរឬក៏អត់អាហុងម្នាក់នេះជានរណាគេមិនបានជាគេស្គាល់ឯងហើយនឹងយើងជាពួកម៉ាក់ពួកយើងតាគ្រាន់តែឥឡូវយើងមិនសូវជារាប់រទេយើងដូចជាមិនស្គាល់ទេហើយគេជាកូនចៅអ្នកណាចុះជីវភាពវិញយ៉ាងណាដែរហើយនៅក្នុងភូមិនេះតើមានអ្នកណាក្រជាងគេទៀតទៅមិនក៏ពួកឯងនិយាយបែបហ្នឹងកាលពីមុនយើងនឹងពួកឯងទាំងពីរនាក់ជាពួកម៉ាក់ចិត្តស្និទ្ធនឹងគ្នាណាមិនក៏ឥឡូវពួកឯងប្រែប្រួលច្រើនម្ល៉េះកាលពីមុនផ្សេងឥឡូវមិនដូចពីមុនទេរាប់អានអ្នកមានទៅខ្លាយជាអ្នកមានគិតទៅទំនាក់ទំនងពួកយើងទាំងពីរដែលល្អកាលពីមុនមកវាគ្មានតម្លៃសោះមែនហើយពួកឯងគួរតែគម្រាប់អានយើងទៀតអីមែនហើយបើយើងនៅបន្តរាប់អានឯងទៀតមានតែក្រដូចជាឯងអញ្ចឹងវាសនាហេតុតែគ្នាក្រសំបីតែមិត្តភក្តិដែលធ្លាប់រាប់អានគ្នាតាំងពីក្មេងក៏គេលែងរាប់អានទៀតដែរមីងខ្ញុំកូនពូលីវាសនាទេអីហើយមកផ្ទះមីងមានការអីដែរ បាទមីងខ្ញុំម្នេះគឺចង់ពឹងពាក់មីងខ្លះ ពឹងពាក់អីកុំថាមកខ្ចីលុយណាយើងគ្មានទេ ណាមីងហេតុអីក៏ដាច់ចិត្តនឹងក្មួយម្លេះកាលពីមុនឪពុកខ្ញុំបានជួយមីងច្រើនណាស់ឥឡូវក្មួយនឹងឪពុកមកសុំការពឹងពាក់តែបន្តិចទេ កុំមកលើកគុណបុណ្យអីឪពុករបស់ឯងណាគ្មានបានជួយអីដល់យើងទេ ហេតុអីបានជាណាមីងនិយាយបែបនេះឬក៏មីងធ្វើជាភ្លេចទេយើងគ្មានភ្លេចអីទេយើងមានបានមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែយើងនឹងខិតខំប្រឹងប្រែងរកស៊ីដោយខ្លួនឯងគ្មានអ្នកណាមកជួយយើងទេកោតតែមីងអាចនិយាយពាក្យបែបហ្នឹងទៅរួញទៅឆាប់ចេញពីផ្ទះមីងទៅមីងគ្មានបងប្អូនសាច់ញាតិណាក្រដូចជាឯងទេគិតទៅគ្រាន់តែមីងបានខ្លាយជាអ្នកមានភ្លាមមីងបានភ្លេចបងប្អូនធ្លាប់ក្រលំបាកជាមួយគ្នាអស់អើយបានហើយឆាប់ចេញពីផ្ទះរបស់យើងទៅថ្ងៃក្រោយកុំឲ្យយើងឃើញមុខឯងទៀតព្រោះឯងនឹងយើងគ្មានជាប់ពាក់ព័ន្ធអីនឹងគ្នាទៀតទេវាសនាក៏បានដើរចាក់ចេញទាំងមិនអស់ចិត្តចំពោះពាក្យសម្ដីរបស់មីងខ្លួនឯងរាល់ថ្ងៃកូនរកស៊ីចិញ្ចឹមលំបាកហត់នឿយណាស់មានតែជួយពុះអស់ខ្លះហើយដើម្បីជួយសម្រាលការងារកូនពុកពុះអស់ធ្វើអីហ្នឹងទុកឲ្យកូនពុះវិញមិនអីទេកូនអើយពុកមិនចង់ឲ្យខ្លួននៅទំនេរឥតប្រយោជន៍ទៅទេហើយកូនទៅផ្ទះមីងរបស់កូននោះយ៉ាងម៉េចទៅហើយយ៉ាប់ណាស់ពុកអើយតាំងពីគេមានបានមកចរិតរបស់គេប្រែហើយមិនដូចពីមុនទេគេយ៉ាងម៉េចកូននឹកឃើញកាលពីមុនពុកបានជួយគេច្រើនណាស់ឥឡូវពួកយើងធ្លាក់ខ្លួនក្រគួរណាតែគេជួយយើងវិញមីងគាត់ថាពុកមិនដែលបានជួយគាត់ទេគាត់ថាគាត់ប្រឹងប្រែងរកស៊ីដោយខ្លួនឯងហើយគាត់ថាគាត់គ្មានបងប្អូនជាអ្នកក្រដូចជាពួកយើងទេគិតទៅណោះគ្រាន់តែឡើងមានបានបន្តិចគេក៏ភ្លេចអស់គុណដែលយើងធ្លាប់ជួយគេតាំងពីយើងធ្លាក់ខ្លួនក្រមកអ្នកភូមិគេមើលងាយយើងណាស់ពុកអើយគេមិនចង់រាប់រកយើងទេកុំតូចចិត្តអីណាកូនប្រុសប្រហែលនេះជាព្រំលិខិតហើយមើលទៅ
ទឹកត្នោតអើយទឹកត្នោតផ្អែមត្រជាក់មានរសជាតិឈ្ងុយឆ្ងាញ់ អេចន្ទាចង់ផឹកទឹកត្នោតដែរទេមើលហៅគេឲ្យឈប់បន្តិចទៅមើលអ្នកលក់ឈប់សិន អ្នកនាងត្រូវការទិញទឹកត្នោតដែរទេ ហើយទឹកត្នោតហ្នឹងជាទឹកត្នោតពិតអត់ហ្នឹង ទឹកត្នោតពិតតើអ្នកនាងបើអ្នកនាងមិនជឿទេអ្នកនាងអាចភ្លក់បាន មើលខ្ញុំភ្លួនបន្តិចមើលកុំអីពួកម៉ាក់ទឹកត្នោតហ្នឹងណាមិនដឹងជាសល់ពីថ្ងៃណាមកទេកុំផឹកអី បើអ្នកនាងមិនជឿថាទឹកត្នោតនេះនៅល្អឬក៏អត់អ្នកនាងផឹកបន្តិចសិនទៅដឹងហើយ អូយមែនតើផឹកបន្តិចសិនទៅនឹងដឹងហើយអេកុំអីចុះបើទឹកត្នោតនេះសល់ពី3ថ្ងៃទៅឯងនឹងមានបញ្ហាដល់សុខភាពហើយកុំផឹកអី អ្នកនាងមិនទាន់បានផឹកផងមិននឹងដឹងថាទឹកត្នោតខ្ញុំសល់ទៅ ហើយអ្នកក្រដូចជាឯងនេះណាមិននឹងអាចលក់របស់ល្អឲ្យគេបានទៅស្រួលមិនស្រួលណាចង់បានតលុយគេពេកផងក៏មិនដឹងយកទឹកត្នោតសល់ច្រើនថ្ងៃមកលក់ផងក៏មិនដឹងដែរ អ្នកនាងទិញឬក៏អត់បើមិនទិញទេខ្ញុំយកទៅលក់ឲ្យអ្នកផ្សេង អត់ទិញមកចន្ទាទៅមុខទៀតតោះអើយស្រីសយើងទៅមុខទៀតទៅ ខាតពេលមែនមិនទិញក៏មិនទិញទៅនៅឆ្លៀតមកបង្អាប់ទឹកត្នោតរបស់យើងទៀត លបងលី មានការអីអ្នក កូនរបស់លបងទៅណាហើយក ូនរបស់ខ្ញុំគេទៅលក់ទឹកត្នោតបាត់ហើយ ចុះពេលណាគេមកវិញ ប្រហែលល្ងាចអីបានគេមកវិញបើលក់ដាច់អស់មករៀងលឿនជាងនឹង ព្រឹកមិញនេះខ្ញុំបានឃើញគេដើរកាត់មុខផ្ទះរបស់ខ្ញុំហើយខ្ញុំបានបាត់លុយអស់200000ខ្ញុំសង្ស័យតែគេលួចទេ អ្នកអើយប្រហែលជាអ្នកច្រឡំដៃទៅដាក់នៅកន្លែងណាទេដឹងកូនខ្ញុំវាមិនធ្វើបែបហ្នឹងទេ បើកូនរបស់អ្នកមិនលួចតើលុយរបស់ខ្ញុំវាបាត់ទៅណា ខ្ញុំមិនដឹងទៅ លុយវាគ្មានជើងដើរទេមកពីមានមនុស្សលួចទៅវាបាត់ អ្នកអើយថ្មីត្បិតតែគ្រួសារខ្ញុំក្រពិតមែនតែខ្ញុំមិនលួចគេទេ ថាមិនត្រូវដែរនឹងជួនកាលអត់ពេកក៏ទៅលួចគេផងក៏ថាបានបើគេមកវិញប្រាប់គេផងខ្ញុំទៅសិនហើយ គិតទៅណោះក្រគេមើលងាយមែនអ្វីបន្តិចគេគិតថាឯងរហូតតើអ្នកក្រខុសអីទៅ វាសនាលក់ទឹកត្នោតមែនទេនឹង នឹងហើយកញ្ញាទិញទឹកត្នោតដែរទេ ចោលមកអង្គុយសិនមកខ្ញុំខានផឹកយូរហើយ ហើយពូមីងតាណាបាត់ហើយមិនក៏មិនឃើញគាត់នៅផ្ទះអញ្ចឹង ពួកគាត់ទៅចំការអស់ហើយលក់ដាច់ដែរទេថ្ងៃនេះ លក់មិនសូវដាច់ទេកញ្ញាអើយគេមិនចង់ទិញទេគេគិតថាខ្ញុំជាអ្នកក្រលក់របស់មិនល្អឲ្យគេ ពួកគេនោះរើអើងម្លេះ កញ្ញាអើយតែក្រគេមើលងាយហើយ វាសនាឯងនិយាយពាក្យបែបហ្នឹងមិនត្រូវទេក្រឬមានមិនសំខាន់ទេសំខាន់ឲ្យតែគេនោះជាមនុស្សល្អ បើបានគិតដូចជាកញ្ញាឯងបែបនេះមិនដឹងជាល្អយ៉ាងណាទេចុះកញ្ញាមិនស្អប់ខ្ពើមខ្ញុំទេហ៎ ខ្ញុំស្អប់រឿងអីទៅកាលពីមុនគ្រួសាររបស់ខ្ញុំក៏លំបាកដែរតែឪពុកម្ដាយរបស់ខ្ញុំពួកគាត់ខំប្រឹងប្រែងណាស់មិនតែមានបានអីទេមានតែរស់នៅមួយស្រួលហ្នឹង អរគុណកញ្ញាហើយដែលមិនស្អប់អ្នកក្រដូចជាខ្ញុំ គេមើលងាយយើងជារឿងរបស់គេតែយើងដាច់ខាតមិនត្រូវមើលងាយខ្លួនឯងនោះឡើយវាសនាឯងត្រូវតែខំប្រឹងប្រែងតស៊ូបើលក់ទឹកត្នោតនៅក្នុងភូមិនេះមិនដាច់ទេលក់អ្វីផ្សេងវិញទៅហើយទៅលក់នៅភូមិផ្សេងសាក់មើលទៅក្រែងលោរៀងគ្រាន់បើជាងនឹង មែនហ្នឹងកញ្ញាឯងនិយាយបែបហ្នឹងខ្ញុំដូចជារៀងស្រឡះខួរក្បាលតែម្ដង នឹងហើយបើលក់របស់មួយមិនដាច់ទេលក់របស់ផ្សេងហើយលក់នៅកន្លែងផ្សេងប្រកាសជាមានគេត្រូវការ ខ្ញុំអរគុណកញ្ញាហើយខ្ញុំទៅផ្ទះសិនហើយណា ប្រញាប់ទៅណាយកលុយថ្លៃទឹកត្នោតសិន មិនបាច់ឲ្យទេព្រោះពាក្យសម្ដីរបស់កញ្ញាមិញនេះមានតម្លៃថ្លៃណាស់ វាសនាខំប្រឹងរកស៊ីទៅណាកាលណាយើងរកមានបានហើយគេលែងហ៊ានមើលងាយយើងទៀតហើយ អរគុណច្រើនហើយកញ្ញា មើលទៅវាសនាដូចជាសប្បាយចិត្តដល់ហើយ នំមីងថាខ្ញុំលួចលុយមីងមិនមែនកាលពីព្រឹកមិញ បើឯងមិនលួចតើអ្នកណាគេលួចទៅព្រោះព្រឹកមិញយើងឃើញមានតែឯងទេដែលដើរកាត់ផ្ទះយើង ឲ្យតែអ្នកដើរកាត់ផ្ទះមីងដឹងតែគេលួចមីងហើយមិនមែន
ថាមិនត្រូវដែរជួនកាលដាច់លុយពេញឃើញម្ចាស់គេមិននៅចូលលួចផងក៏ថាបាននឹងហើយក្មួយមីងយល់ស្រប តើស្រីសអញបានឃើញផ្ទាល់ភ្នែកដែរទេថាខ្ញុំជាអ្នកលួចនោះ មិនបានឃើញទេតែសង្ស័យ ទោះបីជាខ្ញុំក្រមែនតែខ្ញុំមិនធ្វើបែបហ្នឹងទេ បើឯងមិនបានលួចចុះណាគេលួច ខ្ញុំមិនដឹងទៅហើយចុះមីងទុកលុយណៃណាមីងទៅរកកន្លែងនោះទៅ មីងទុកនៅក្នុងកែលួចអីវ៉ាន់ហ្នឹងណា ចុះមិនក៏មីងមិនទៅរកទៅបើមិនឃើញគិតតែខ្ញុំជាអ្នកលួចដូចជាអយុត្តិធម៌ណា យើងរកហើយតែរកមិនឃើញអើបើថ្ងៃក្រោយឃើញយើងមកនៅកុំដើរកាត់មុខផ្ទះយើងផ្ដេសផ្ដាស ចាំថ្ងៃក្រោយខ្ញុំដើរតាមផ្លូវផ្សេងក៏បានដែរដល់តែក្រពេកយូរទៅដើរលួចគេតែម្ដងណែអាយុរ៉ាបើអញមិនដឹងច្បាស់ទេកុំចេះតែដើរនិយាយផ្ដេសផ្ដាសយកខ្លួនដាក់ម៉េះយើងមានបានថាឯងជាអ្នកលួចឯណានៅទីនេះមានតែយើងនឹងឯងតើឯងចង់ថាឲ្យអ្នកណាទេគ្រាន់តែនិយាយថាឲ្យអ្នកខ្លះតើអត់ខំរកស៊ីធ្វើការអីទេចាំតែដើរលួចគេហ្មងទោះយើងក្រក៏ពិតមែនតែយើងមិនលួចគេទេកុំគិតថាឲ្យតែអ្នកក្រដឹងតែជាចោលអីសោះថាមិនត្រូវដែរជួនកាលអត់ពេកក៏លួចអញ្ចឹងទៅយើងនិយាយឲ្យអ្នកខ្លះទេណាឯងកុំយកដាក់ខ្លួននិយាយជាមួយឯងអត់បានការអីមែនណាអ្នកខ្លះបើថាអត់ពេកកុំដើរលួចគេអីសុំគេទៅគេឲ្យហើយមួយរយៈពេលក្រោយមកវាសនាបានប្រកបមុខរបរថ្មីលក់នៅភូមិផ្សេង ខ្ញុំដូចជាមិនដែលឃើញអ្នកពីមុនមកទេតើបតែមកលក់ក្នុងភូមិនេះមែនទេ បាននាងគឺខ្ញុំនៅភូមិផ្សេងទេតែខ្ញុំមកលក់នៅទីនេះ អូហើយលក់សម្ភារៈប្រើប្រាស់ច្រើនដែរតានេះមានចបកាប់មានចបជីកនិងកបិតទៀតធ្វើខ្លួនឯងមែន អត់ទេខ្ញុំយកពីគេលក់បន្តដែរហ្នឹងលក់បានទើបយកលុយទៅឲ្យគេព្រោះខ្ញុំអត់មានលុយឲ្យថ្លៃដើមគេទេ អូអញ្ចឹងល្អអន្តាលក់បានចំណេញទៅឲ្យលុយទៅគេខ្ញុំយកចបជីកមួយនិងកបិតខ្វែមួយណា បាទនាងវាសនាបានមកលក់ដូរនៅភូមិថ្មីលក់ដាច់បានគ្រាន់បើ អេស្រីសឥឡូវណាដូចជាលែងឃើញម្នាក់ឈ្មោះវាសនានោះលក់ទឹកត្នោតផ្អែមទៀតហើយមិនដឹកគេមែនអត់ទេយើងគ្រាន់តែឆ្ងល់មិនដាល់ឃើញគេដើរលក់ទៀតអើមែនតាំងពីថ្ងៃយើងស្ដីថាឲ្យគេមកណាយើងលែងឃើញគេមកលក់ទឹកត្នោតទៀតហើយឬមួយខ្លាចខ្មាស់គេលែងហ៊ានដើរលក់ទៀតដឹងសង្ស័យអញ្ចឹងហើយមើលទៅ មីងណយយ៉ាងម៉េចទៅហើយមីងលុយបាត់កាលពីថ្ងៃមុនរកឃើញហើយនៅ មីងរកហែងតើមីងច្រឡំដៃខ្លួនឯងលុយ20,000នោះគឺមីងបាត់ដាក់ក្នុងហោប៉ៅអាវមីងនៅផ្ទះណា អញ្ចឹងមានន័យថាលុយរបស់មីងអត់មានបាត់ទេមែនទេ ត្រូវហើយមីងថ្ងៃមុនច្រឡំថាវាសនាគឺជាចោរ តែមិនអីទេក្រដូចជាគេអញ្ចឹងទោះយើងចង់ថាម៉េចក៏បានដែរគេមិនហ៊ានតវ៉ាជាមួយយើងទេ ក្មួយកុំប្រាប់គេថាមីងច្រឡំលើគេអីណាបើគេដឹងមីងខ្មាស់គេស្លាប់ហើយ បាទមីង មើលតែវាសនាលើទឹកមុខរៀងស្រស់ស្រាយជាងមុន អូកញ្ញាទេហ៎ស្មានតែសំឡេងទេពធីតាមកពីណានតាមិនឲ្យសบายចិត្តយ៉ាងម៉េចព្រោះរបស់ដែលខ្ញុំយកទៅលក់ដាច់អស់តែម្ដង ឃើញអត់ឲ្យតែខំប្រឹងទៅគង់តែថ្ងៃណាមួយមានបាននឹងគេទេ ឥឡូវនេះមានបានមកពីណាកញ្ញាតែគ្រាន់បើជាងមុនដែលយើងអាចរកចំណូលបានខ្លះ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញវាសនាមានមុខរបរលក់ដូរដូចគេដូចអញដែរតែប៉ុណ្ណេះទៅគេឡើងមើលងាយទៀតហើយ កញ្ញាអើយអ្នកនៅក្នុងភូមិយើងនេះតលតែយើងមានបានទើបគេលែងមើលងាយយើងទៀតតែបើនៅក្រទេគេមិនមើលមុខយើងទេ បើអញ្ចឹងប្រឹងទៅណាខ្ញុំជឿជាក់ថាវាសនាឯងនឹងធ្វើបាន ខ្ញុំអរគុណកញ្ញាហើយដែលតែងតែគាំទ្រផ្ដល់គំនិតនិងជួយលើកទឹកចិត្តខ្ញុំរហូតមក ចាមិនអីទេ ខ្ញុំនិយាយលេងជាមួយកញ្ញាប៉ុណ្ណឹងសិនហើយណាបញ្ញាប់ទៅផ្ទះវិញ ចា វាសនាកូនកុំខំពេកសម្រាប់ខ្លះទៅកូនឯងធ្វើការអត់មានឈប់សោះហើយនេះមិនអីទេពងកូនមិនហត់ទេព្រោះឲ្យតែនឹកឃើញដល់ពាក្យមើលងាយរបស់គេពេលណាកូនរឹតតែខំប្រឹងប្រែងមែនហើយកូន
បើយើងនៅតែក្រដដែលទេអ្នកនៅក្នុងភូមិនេះគេមិនឈប់មើលងាយយើងទេមែនហើយពង គិតទៅណោះទៅតែមកលក់នៅថ្ងៃមុនសោះឥឡូវមានរបស់របរលក់ច្រើនជាងមុនទៀត បាទនាងដោយសារតែលក់ចំណេញបានលុយខ្លះក៏ចេះតែទិញបន្ថែមទៀតទៅ បើអញ្ចឹងរៀងធូរធារជាងមុនហើយតានេះតែបើលក់រៀងគ្រាន់បើហើយគួរតាមពង្រីកការរកស៊ីទៅ ធ្វើយ៉ាងម៉េចទៅសូមនាងជួយណែនាំខ្ញុំផង យើងទិញក្នុងចំនួនច្រើនមកលក់មកហើយសូមឲ្យគេបញ្ចុះតម្លៃឲ្យខ្លះទៅកាលណាយើងទិញច្រើនគេនឹងបញ្ចុះតម្លៃឲ្យហើយអញ្ចឹងយើងលក់រឹតតែចំណេញច្រើន អូមែនហើយនាងនិយាយត្រូវណាស់ខ្ញុំសូមអរគុណចំពោះការណែនាំនេះ ខ្ញុំទៅសិនហើយណា បាទនាងលើថាឯងទៅលក់ចប់ជីកចប់កាប់នៅភូមិផ្សេងយ៉ាងម៉េចដែរចិត្តដួលអាលំហើយនៅយើងមិនដែលឃើញឯងជួយសរសើរនិងលើកទឹកចិត្តយើងម្ដងណាទេពេលណាក៏ដោយឲ្យតែបានជួបដឹងតែបង្អាប់បែបនេះបែបនោះអ្នកក្រដូចជាឯងនេះកើតមកសម្រាប់ឲ្យយើងមើងងាយបែបហ្នឹងហើយ ហើយមានយកទឹកត្នោតផ្អែមនៅសល់មកលក់ឲ្យគេទៀតអត់ហ្នឹង ខ្ញុំបានយកទឹកត្នោតទៅលក់ហើយគេថាឆ្ងាញ់ណាស់លើកលែងតែអ្នកដែលមិនទាន់បានផឹកផងតែវិនិច្ឆ័យថាអាក្រក់ទុកជាមុនទៅហើយ នេះឯងចង់ថាយ៉ាងមែន អត់ទេខ្ញុំថាឲ្យម្នាក់ស្រីថ្ងៃមុនតា នេះឯង មកស្រីសយើងទៅខាងមុខទៀតបើនៅយូរខ្លាចឆ្លងក្រតាមវា មែននឹងហើយជូនពរឲ្យការរកស៊ីថ្មីនេះឆាប់បានដួលរលំចុះ ពួកនេះបើអត់បានថាឲ្យយើងមួយថ្ងៃប្រហែលជាដេកអត់លក់បាយអត់ឆ្ងាញ់ហើយមើលទៅ កាលពីមុនឪពុកម្ដាយរបស់ខ្ញុំក៏មិនខុសអីពីវាសនាដែរពេលរកស៊ីលើកដំបូងតែងតែមានគេពេបជ្រាយសាច់ចំអកហើយលក់លើយមិនដែលមានអ្នកណាលើកទឹកចិត្តទេ មានពេលខ្លះខ្ញុំក៏រៀងបាក់ទឹកចិត្តខ្លះដែរកញ្ញាឯងដឹងទេខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលគេមើលងាយខ្ញុំ អ្នកភូមិយើងនេះឲ្យតែរៀងមានបានអីបន្តិចបន្តួចចាប់ផ្ដើមដើរពើងទ្រូងមើលងាយគេហើយពួកគេភ្លេចការដែលនៅក្រលំបាកហើយណា មែនហើយខ្ញុំក៏ឃើញថាបែបហ្នឹងដែរមិនដឹងជាថ្ងៃណាទើបពួកគាត់ឈប់មានទស្សនៈបែបហ្នឹងទៀតទេ កំភៃអីមានមិនដែល3ដំណរក្រមិនដែល3ចំនួនទេមានក្រម្ដងម្នាក់ទេសំខាន់ពេលយើងមានបានហើយក៏មើលងាយអ្នកក្រវិញឲ្យសោះព្រោះតើតែមានអ្នកក្រទៅមានអ្នកមាន ឲ្យតែខ្ញុំបាននិយាយលេងជាមួយកញ្ញាទុកសោកដែលខ្ញុំមានទាំងប៉ុន្មានវាបានរសាត់ចេញពីខ្លួនខ្ញុំអស់ហើយ អញ្ចឹងផងបើអញ្ចឹងពេលវាសនាឯងមានទុកលំបាកអីមកនិយាយលេងជាមួយខ្ញុំមកណា បាទ2ឆ្នាំកន្លងផុតទៅវាសនាពិតជាមានវាសនាដូចឈ្មោះមែនពុកមិនដាល់សម័យទេថាពុកនឹងមានផ្ទះថ្មីបែបនេះមែនហើយពងកូនក៏មិនដាល់សម័យថាកូនមានផ្ទះធំបែបនេះដែរនេះក៏ដោយសារតែកូនខំប្រឹងធ្វើការរកស៊ីជួញដូរទើបយើងមានលទ្ធផលដូចថ្ងៃនេះតែប៉ុណ្ណេះអ្នកនៅក្នុងភូមិគេលែងហ៊ានមើលងាយយើងទៀតហើយពងមែនហើយកូន អូយឥឡូវវាសនាគេលែងដូចមុនទៀតហើយគេមានណាស់ឥឡូវម៉ែនឹងហើយមីងគិតទៅអាគាត់នេះណាតស៊ូមែនសង្ស័យតែមកពីយើងមើលងាយគេរាល់ថ្ងៃពេកហើយទើបធ្វើឲ្យគេឈឺចិត្តខំប្រឹងរកស៊ីប្រហែលជាអញ្ចឹងហើយមើលទៅបើនិយាយទៅណាគេគួរតែអរគុណពួកយើងបានត្រូវបើកុំតែបានពួកយើងមើលងាយទេកុំអីណាគេគ្មានថ្ងៃនឹងឡើយម៉ែនឹងហើយមីងគេគួរតែអរគុណយើងបានត្រូវ អាអ្នកមានតាំងពីមានមកអីក៏រឹកម្លេះយើងធម្មតាទេខ្លាចតែឯងទេដែលរឹកនោះមិនក៏មិនហៅយើងថាអ្នកក្រទៀតទៅមកពីគ្មានអារម្មណ៍ហៅឯងគួរតែអរគុណយើងទៅអរគុណរឿងអីទៅបើកុំតែយើងស្ដីថាឲ្យមុខក្រោយទេកុំអីឯងគ្មានកំណើតដូចថ្ងៃហ្នឹងទេដូចជាមិនអញ្ចឹងទេកាលមុនឯងមើលងាយយើងច្បាស់ណាស់ដោយសារតែយើងមើលងាយនឹងហើយទើបធ្វើឲ្យឯងចេះប្រឹងនោះកុំអីនៅក្រដដែលបាត់ទៅហើយពាក្យយ៉ាងម៉េចក៏ឯងចេះតែនិយាយចេញបានមកដែរណោះយើងទៅសិនហើយតាំងពីមានមករឹកអឿណាស់វើយ
ដោយសារតែកញ្ញាបានជួយលើកទឹកចិត្តនិងផ្ដល់យោបល់ឲ្យវាសនារហូតមកវាសនាក៏បានសុំរៀបការហើយបានក្លាយជាប្តីប្រពន្ធនឹងគ្នាមនុស្សមិនត្រូវមើលងាយមនុស្សឡើយពេលយើងមានបានសូមកុំមើលងាយអ្នកក្រឲ្យសោះក្រែងលោអាចធ្លាក់លើខ្លួនឯងវិញចប់ដោយបរិបូរណ៍សូមអរគុណ បងនិយាយទៅតើបងជ្រើសរើសយកមួយណាព្រោះខ្ញុំមិនចង់ខ្លាចជាជនទី3ដែលមកដណ្ដើមស្នេហាពីមិត្តរបស់ខ្លួនឯងនោះឡើយ អាឆាយអើយម៉ាក់តូចរបស់ឯងផ្ដាំយើងឲ្យហៅម៉ាក់តូចរបស់ឯងថាបើឯងមិនទៅទេគាត់នឹងមករកឯងដល់កន្លែងនឹងតែម្ដងរឿងអ្នកណាជាម្ចាស់បេះដូងបងគេថាស្នេហារវាងមនុស្សប្រុសមនុស្សស្រីបើមានតែពីរនាក់វាជារឿងល្អតែបើមានជនទី3ហើយស្នេហាមួយនោះនឹងមិនបានដល់គោលដៅឡើយចំនិយាយឲ្យខ្ញុំថ្ងៃនេះមិនដឹងជាទៅជួបអូនលិនឬក៏អូននាតទេបើទៅជួបអូនលិនខ្លាចអូននាតខឹងតែបើទៅជួបអូននាតក៏ខ្លាចអូនលិនខឹងវិញដែរល្មមដឹងខ្លួនហើយចាំមើលតែពីរអ្នកនឹងដឹងឯងច្បាស់ច្បែកក្បាលដោយសារតែពួកនាងហើយបើឯងកុំប្រាំធ្វើម៉េចពួកនាងដឹងទៅនេះជាព្រំលិខិតឲ្យគ្នាមានសង្សារពីរនាក់គ្នាមិនអាចបដិសេធបានទេ បើថាឯងសាវ៉ាគ្នាជឿបន្តិចមកបន្ទោសព្រំលិខិតអីណាមួយដឹងមួយទៅវាមិនពិបាកចិត្តហើយឯងតាណាដែរហ្នឹងប្រពន្ធគ្នាឲ្យមករកទិញអំបិលគ្នាទៅវិញហើយជូនពរឯងកុំឲ្យអាតេះភ្លើងបុកគ្នាវើយគ្នាដឹងហើយខ្ញុំទៅរកអូនលិនសិនរួចហើយចាំមករកអូននាតវិញមានតែអញ្ចឹងទេហើយកាត់មកជាស្រីស្អាតពិតជាពិបាកដល់ហើយតែណាមកណាប្រុសងាកមើលសឹងដាច់កហេឯងថ្ងៃហ្នឹងអត់តាណាទេអីបានជាមកឈរម្នាក់ឯងនៅទីនេះឯងនេះពិតជាអត់ដឹងអីមែនគឺសង្សាររបស់គ្នាបានណាត់ឲ្យមកជួបនៅកន្លែងហ្នឹងណាអូគេលុយណាស់ណតែមិនមែនមានតែឯងណាដែលមកជួបសង្សារនោះគ្នាណាក៏អញ្ចឹងដែរហើយចុះសង្សាររបស់ឯងណាត់ឲ្យទៅជួបនៅណាទៅមិនម៉ានៅនឹងជុំគ្នាទៅអូយអញឈួតទេអីបើនៅទាំងអស់គ្នានិយាយសារសងស្នេហាមិនកើតទេឯងនេះទៅក្រែងលោសង្សាររបស់ឯងចាំយូរហើយគ្នាទៅសិនហើយណាហើយធ្វើមិនទេអ្នកមានស្នេហាដូចជាពួកយើងមួយថ្ងៃនៅកន្លែងនេះមួយថ្ងៃទៅកន្លែងនោះហើយបងឆាយគាត់យូរមកមែនណឈរចាំឡើងរយជើងទៅហើយទៅរកទិញអីញ៉ាំបន្តិចសិនចប់ត្មងអូននាងមិនក៏មកលឿនម៉េះហើយឥឡូវខ្ញុំត្រូវទៅជួបអូនលិនមុនផងខ្ញុំធ្វើយ៉ាងម៉េចទេនេះមានតែពជាពេលនាងសិនហើយទៅបានអូននាងអូនមកចាំបងយូរហើយមែនទេចាអូនទៅម្ដងមិញនឹងឯងហើយចំណែកបងវិញថាមកចាំអូនមុនតែមិនក៏បងទៅតែម្ដងអញ្ចឹងបើអញ្ចឹងអូនទៅចាំបងនៅកន្លែងហ្នឹងមួយផ្លេតណាបងទៅរកទិញអីញ៉ាំសិនហើយអូនចង់ញ៉ាំអីដែរអូនចង់ញ៉ាំម្ជូរបងជួយទិញឲ្យអូនបន្តិចមកណាហើយប្រាប់អ្នកលក់ថាដាក់ម្ទេសឲ្យច្រើនបន្តិចមកអូនញ៉ាំម្ទេសច្រើនពេកមិនល្អសម្រាប់សុខភាពទេធ្វើមកចាំបើអូនចូលចិត្តទៅហើយបងទិញឲ្យអូនទៅណាហើយទិញទឹកមកផងចាំបងទិញឲ្យអូនចាំបងនៅនឹងសិនហើយណាបន្តិចទៀតបងត្រឡប់មកវិញហើយហើយធូរទ្រង់បន្តិចចេះប្រាប់អូននាតថាមកទិញរបស់ស៊ីកុំអីមិនអាចដកខ្លួនមកជួបអូនលិនបានទេប្រហែលជាអូនលិនចាំយូរហើយមើលទៅបងឆាយហេតុអីបានជាបងទៅមកអូនណាចាំបងឡើងរយជើងទៅហើយបងឯងនេះមិនចេះមកតាមពេលកំណត់សោះបងរវល់ការងារបន្តិចហ្នឹងណាឲ្យបងសុំទោសផងបងអូនណាសួរបងមួយបានអត់អូនចង់សួររឿងអីដែរតើបងស្រឡាញ់អូនពិតប្រាកដឬអត់ហើយបងហ៊ានសន្យាជាមួយអូនឬអត់ថាបងស្រឡាញ់អូនតែម្នាក់គត់បងសន្យាជាមួយអូនថាបងស្រឡាញ់អូនតែម្នាក់គត់ស្រឡាញ់អូនរហូតដល់គេហៅតាយាយដឹងស្អីទេបងឯងស្អប់បងឆាយបងដូចជាមិនទាន់នាំអូនទៅលេងផ្ទះរបស់បងសោះហ្នឹងហើយបងក៏គិតអញ្ចឹងដែរតែមួយរយៈនេះបងរវល់ពេកដូច្នេះហើយទើបបងគ្មានពេលនាំអូនទៅលេងឪពុកម្ដាយបងហើយចុះថ្ងៃណាខែណាតើបងនាំអូនទៅ
ចាំបងគិតសិនថានឹងនាំអូនទៅថ្ងៃណា បងឆាយទៅទិញអីក៏យូរម្លេះណោះឆាតតណាដែរនឹង អូខ្ញុំទៅមកពីទិញអំបិលហើយឥឡូវក៏ពណ៌ដើរទៅផ្ទះវិញនាងឯងមានការអីមែន គឺបងឆាយនឹងណាប្រាប់ថាទៅទិញរបស់ញ៉ាំតែគាត់ទៅយូរហើយនៅមិនទាន់មកវិញទៀត អូប្រហែលជាគេមានការរវល់អីទេមើលទៅនោះមិនអីទេចាំខ្ញុំដើរទៅបើថាបានជួបគេខ្ញុំនឹងប្រាប់ឲ្យ ចាអរគុណច្រើន គិតទៅណោះសំណាងឲ្យដែលខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រឡាញ់មានតែម្នាក់បើមានដូចអាឆាយវិញនោះមិនដឹងជាវេទនាយ៉ាងណាទេអូកុហកស្រីនៀតថាមកទិញអីស៊ីតែបែរជាមកសំងំសាសងស្នេហាជាមួយស្រីលីនទៅវិញអាឆាយអើយម៉ាក់តូចរបស់ឯងផ្ដាំយើងឲ្យហៅម៉ាក់តូចរបស់ឯងថាបើឯងមិនទៅទេគាត់នឹងមករកឯងដល់កន្លែងនឹងតែម្ដង បងឆាយអូនដូចជាមិនយល់ម៉ាក់របស់បងមានតូចមានធំទៀតឬក៏ប៉ារបស់បងមានប្រពន្ធពីរ មិនអញ្ចឹងទេប៉ារបស់បងជាមនុស្សស្មោះត្រង់ណាស់មានតែម៉ាក់បងម្នាក់គុណ ប៉ាបងមានប្រពន្ធតែម្នាក់ចុះមិនបានជាឆាតថាម៉ាក់តូចរបស់បងឲ្យហៅឆាតម៉ាក់តូចរបស់បងឆាយជានរណាគេដែរ អូម៉ាក់តូចរបស់អាឆាយគឺណែស្អីចាំគ្នាប្រាប់វិញម៉ាក់តូចរបស់បងគឺអ៊ំស្រីរបស់បងនឹងណា អូតាមពិនគឺអ៊ំស្រីរបស់បងទេហ៎អូនស្មានថាជាអ្នកណាបងនៅនិយាយលេងជាមួយអូនប៉ុណ្ណឹងសិនចុះណាបញ្ញាប់ទៅជួបគាត់វិញទៅខ្លាចគាត់រករឿង អញ្ចឹងបងលាទៅសិនហើយណាចាំថ្ងៃក្រោយចំណាត់ជួបគ្នាទៀតអាឆើតឮថាប្រពន្ធឯងបញ្ញាប់យកអំបិលទៅប្រឡាក់ត្រីផងណាគ្នាដឹងហើយឯងក៏អញ្ចឹងដែរឮថាម៉ាក់តូចរបស់ឯងផ្ដាំឲ្យទិញអីនោះប្រយ័ត្នភ្លេចណាវើយគ្នាដឹងហើយ ហើយមិនដឹងជាគាត់ទៅធ្វើអីទេបានជាយូរយ៉ាងនេះឲ្យតែយ៉ាងហ្នឹងខ្ញុំដឹងតែឈប់មកជួបគាត់ហើយ ឲ្យបងសុំទោសផងណាអូនដោយសារតែបងឈឺពោះពេកទើបបានជាបងមកយឺតប្រហែលជាមកពីបងហូបអីមិនស្រួលកាលពីព្រឹកមិញហើយមើលទៅអូបងឈឺពោះមែនទេហើយបងមានបានទិញថ្នាំញ៉ាំហើយនៅ បងបានទិញថ្នាំលេបរួចហើយមិនអីទេសម្រាប់បន្តិចទៅបាត់ហើយ ដូចជាមិនឃើញបងទេរបស់ញ៉ាំមក អូបងប្រហែលជាភ្លេចហើយដោយសារតែបងឈឺពោះពេកហ្នឹងណា មិនអីទេនៅខាងមុខនោះមានកន្លែងលក់អីញ៉ាំយើងនាំគ្នាទៅអង្គុយលេងនៅកន្លែងនោះទៅ អូអញ្ចឹងក៏បានដែរតោះយើងទៅ យីអាឆាយអញខំទុកចិត្តវាពិតប្រកបជាមួយនឹងកូនស្រីរបស់អញតែឥឡូវនេះវាបែរជាមកលួចណាត់ជួបស្រីផ្សេងទៅវិញខ្ញុំនឹងយករឿងនេះទៅប្រាប់កូនលីនសិនម៉ែទៅមកពីណាដែរមិញហ្នឹងពូបានមករកខ្ញុំមិនដឹងថាគាត់រកម៉ែមានការអីទេចុះគាត់មានបាននិយាយអ្វីខ្លះប្រាប់កូនឬអត់ចាស់ម៉ែគាត់អត់បាននិយាយអីផងគាត់ថាចាំជួបម៉ែឯងមិនអីទេអញ្ចឹងនិយាយអញ្ចឹងម៉ែណាមានរឿងចង់សួរកូនខ្លះចាស់ម៉ែសុំម៉ែសួរមកចុះកូននឹងអាឆាយនៅស្រឡាញ់គ្នាដែរទេរាល់ថ្ងៃហ្នឹងកូននឹងបងឆាយស្រឡាញ់គ្នាណាម៉ែពួកយើងទាំងពីរស្រឡាញ់គ្នាសឹងអីមិនក៏ម៉ែសួរសំណួរបែបហ្នឹងទៅវិញចុះកូនមានគិតថាអាឆាយហ្នឹងគេស្រឡាញ់កូនពិតប្រាកដឬអត់ម៉ែមិនទុកចិត្តគាត់មែនទេម៉ែកំភៃអីគាត់ស្រឡាញ់តែកូនម្នាក់ប៉ុណ្ណោះកូនឯងនេះត្រូវប្រុសបោកហើយនៅមិនដឹងខ្លួនទៀតមិញហ្នឹងណាម៉ែមកពីផ្ទះយាយរបស់ឯងបានឃើញគេនិយាយសាសងស្នេហាជាមួយនឹងស្រីផ្សេងតែពីរនាក់នៅកន្លែងស្ងាត់មិនមែនទេដឹងសង្ស័យតែម៉ែយល់ច្រឡំហើយបងឆាយគាត់ស្មោះត្រង់នឹងកូនសឹងអីស្មោះតែម្នាក់គត់ម៉ែមិនទាន់ចាស់ដល់ថ្នាក់មើលមិនឃើញឯណាម៉ែបានឃើញច្បាស់ផ្ទាល់នឹងភ្នែកទាំងពីររបស់ម៉ែនេះណាកូនម៉ែកូនសួរម៉ែបន្តិចតើម៉ែមិនចូលចិត្តបងឆាយមែនទេបានជាម៉ែប្រឌិតរឿងនេះឡើងមកយីកូនចំគួតនេះយូរទៅមកចោតម៉ែខ្លួនឯងទៅវិញតើកូនមានដែលឃើញម្ដាយឯណាចង់ឲ្យកូនអាក្រក់នោះកូនមិនជឿថាបងឆាយហ៊ានក្បត់ចិត្តកូនឡើយមិនអីទេបើកូនមិនអស់ចិត្តឬក៏ខ្លាចថាម៉ែនេះកុហកកូនចាំសង្កេតមើលដល់ខ្លួនឯងទៅថាគេពិតជាស្រឡាញ់កូនតែម្នាក់ពិតមែនឬអត់យ៉ាងម៉េចអាឆាយម្សិលមិញស្រួលខ្លួនអត់ម្ដងរត់តលិចម្ដងរត់តកើតគ្នាគិតថាគង់តែថ្ងៃណាមួយអាតេះភ្លឹងទាំងពីរហ្នឹងបុកគ្នាជាមិនខានទេគ្នាក៏កំពុងពិបាកចិត្តដែរនេះបើថ្ងៃនោះកើតឡើងមែនគ្នាមិនដឹងจะទៅផ្លូវមួយណាទេវ៉ៃ
ណែអាឆាយហើយក្នុងខ្លួនឯងគិតអីបានជាស្រឡាញ់ម្ដងទាំងពីរនាក់អញ្ចឹងឬក៏ឯងចង់បានម្ដងទាំងពីរនាក់អាសម្លាញ់អើយគ្នាក៏មិនចង់បានបែបហ្នឹងដែរដំបូងគ្នាគិតថាគ្រាន់តែញ៉ែអូនៀនលេងទេលក្ខណៈថាលេងសើចហ្នឹងណាហើយអ្នកដែលគ្នាស្រឡាញ់ពិតប្រាកដគឺអូនលីនឯណោះទេហើយបើឯងស្រឡាញ់តែស្រីលីនហូចចោះចាំបាច់អីត្រូវតែញ៉ែស្រីនៀតឯងឃើញទេឥឡូវនេះសាយក៏បានត្រីរ៉ោះក៏បានឲ្យតែពីរនាក់នោះដឹងតែឯងស្រឡាញ់ម្ដងពីរនាក់តើពួកគេគិតម៉េចគ្នាសង្ស័យតែសាយក៏រួចត្រីរ៉ោះក៏រួចទេចុងក្រោយvậyត្រូវអត់ទាំងពីរហ្នឹងហ្មងគិតខ្លួនឯងទៅថាស្រឡាញ់មួយណាឲ្យពិតប្រកបតាក់ទងម្នាក់ហ្នឹងទៅហើយចែកផ្លូវជាមួយម្នាក់ទៀតទៅគ្នាពិបាកនឹងសម្រេចចិត្តណាអូនលិននិងអូននៀតពួកគេស្អាតទាំងពីរមួយណាក៏គួរឲ្យស្រឡាញ់ដែរទៅណាស្រីលីនមើលទៅមុខដូចជាកំពុងតែពិបាកចិត្តរឿងអ្វីមួយអញ្ចឹងនៀតអើយណែម្សិលមិញម្ដាយរបស់គ្នាថាសង្សាររបស់គ្នាមានស្រីផ្សេងគាត់ថាបានឃើញគេនៅសាសងគ្នាជាមួយស្រីផ្សេងទៅពីរនាក់នៅកន្លែងស្ងាត់និយាយអញ្ចឹងគ្នាមិនដែលស្គាល់សង្សាររបស់ឯងសោះហើយគាត់មានអត្តចរិតបែបណាទៅមិនក៏គាត់ទៅស្រឡាញ់ស្រីផ្សេងទៅវិញទាំងដែលគាត់ណាកំពុងតែមានឯងដែរចាំទំនេរគ្នាណែនាំឲ្យឯងស្គាល់តែឥឡូវគ្នាចង់ទៅជួបគាត់សួរឲ្យដឹងរឿងសិនតើឯងប្រកាសទេថាមនុស្សប្រុសដែលម្ដាយរបស់ឯងបានឃើញនោះគឺជាសង្សាររបស់ឯងនោះប្រយ័ត្នតែមិនមែនទៅណាគ្នាក៏មិនច្បាស់ដែរគ្នាចង់ទៅសួរគាត់ឲ្យបានច្បាស់សិនថាគាត់មានស្រីផ្សេងមែនឬក៏អត់ចុះបើសិនជាគាត់មានស្រីផ្សេងនោះតើឯងគិតធ្វើយ៉ាងម៉េចវិញណែគ្នាពិតជាធ្វើចិត្តមិនបានទេបើដឹងថាសង្សាររបស់ខ្លួនទៅមានអ្នកផ្សេងនោះគ្នាក៏អញ្ចឹងដែរបើដឹងថាសង្សាររបស់ខ្លួនទៅមានអ្នកថ្មីគ្នាទ្រាំមិនបានទេដឹងតែសំបែកគ្នាហើយបើអញ្ចឹងឯងឆាប់ទៅសួរគាត់ទៅដើម្បីឲ្យដឹងរឿងច្បាស់គ្នាទៅសិនហើយណាខ្ញុំអើយខ្ញុំនៅបែរជាមកយកកលនតាក់ម្ខាងអូនលិនម្ខាងអូននៀតតែខ្ញុំត្រូវរើសយកមួយណាចំហើយអូនលិនតាណាអញ្ចាស់លិនអូនអញតាណាដែរហ្នឹងអូនមករកបងនឹងហើយព្រោះមានរឿងតែនិយាយគ្នាហើយចុះអូនអញមានរឿងអីចង់និយាយជាមួយបងទៅម្សិលមិញម្ដាយរបស់អូនបានឃើញបងនៅជាមួយស្រីផ្សេងតើពិតមែនអត់ចប់ហើយអញម្សិលមិញម្ដាយរបស់អូនលិនបានឃើញអញនៅជាមួយអូននៀនតើអញគួរតែដោះសារបែបណាទៅម្សិលមិញបងពិតជាបាននៅជាមួយស្រីផ្សេងពិតមែនតែអូនកុំយល់ច្រឡំអីថាមែនយល់ច្រឡំមែនទេបងនៅជាមួយស្រីផ្សេងបងស្រឡាញ់គេនោះហើយមិនក៏បងមកតាក់ទងជាមួយខ្ញុំធ្វើអីទៀតស្ដាប់បងសិនម្សិលមិញបងពិតជានៅជាមួយនឹងស្រីផ្សេងមែនតែស្រីម្នាក់នោះគឺជាម៉ាក់តូចរបស់បងតាចុះម៉ាក់តូចរបស់បងនៅជាមួយបងតែពីរនាក់និយាយពីរឿងអីដែរអូនអញភ្លេចហើយមែនទេម៉ាក់តូចរបស់បងគឺជាអ៊ំរបស់បងនោះអីគឺអញ្ចឹងទេអូនស្មានតែបងលួចក្បត់ទៅតាក់ទងជាមួយស្រីផ្សេងតាហើយអូនរៀងធូរចិត្តបន្តិចប្រហែលជាម្ដាយរបស់អូនគាត់យល់ច្រឡំហើយបងឯណាទៅក្បត់អូនបានទៅបងស្រឡាញ់តែអូនម្នាក់គត់ដឹងស្អីទេបងឯងនេះអូនទៅផ្ទះវិញហើយចាំថ្ងៃក្រោយបងនឹងហៅអូនទៅញ៉ាំស៊ុបម្ដងចាហើយរួចខ្លួនហើយអញបេះតែនឹងបែកការយ៉ាងម៉េចហើយកូនស្រីតើគេឆ្លើយយ៉ាងម៉េចវិញតាមពិតទៅម៉ែយល់ច្រឡំហើយម្នាក់ស្រីដែលម៉ែឃើញនៅជាមួយគាត់ពីម្សិលមិញនោះគឺជាម៉ាក់តូចរបស់គាត់ទេថាម៉េចម៉ាក់តូចឬក៏ស្រីថ្មីរបស់គេហើយម៉ាក់តូចនឹងជាអ្នកណាដែរកូនម៉ាក់តូចរបស់គាត់គឺជាអ៊ំស្រីរបស់គាត់ដោយសារតែអ៊ំស្រីម្នាក់នោះតែងតែស្រឡាញ់ចូលចិត្តជួយចិញ្ចឹមបីបាច់គាត់តាំងពីតូចបន្ទាប់ពីម្ដាយរបស់គាត់បង្កើតទៅបងឆាយហៅគាត់ថាម៉ាក់តូចម៉ាក់តូចអីក្មេងម្លេះម្នាក់ស្រីដែលម៉ែឃើញនោះណាមានវ័យប្រហាក់ប្រហែលនឹងកូនឯងដែរស្ដាយដែរម៉ែមិនបានឃើញមុខច្បាស់ហើយម៉ែឈប់និយាយពីរឿងហ្នឹងទៅបងឆាយគាត់មិនក្បត់ខ្ញុំទេបើកូនមិនជឿម៉ែទៅហើយទោះម៉ែនិយាយយ៉ាងណាក៏ឯងមិនស្ដាប់យល់ដែរមិនអីអាសម្លាញ់កាត់ចិត្តបាននៅថាគួរជ្រើសយកមួយណាយកអង្សាយឬក៏ត្រីរ៉ោះ
គ្នាខំប្រឹងកាត់ចិត្តដែរតែធ្វើមិនបានសោះវិញកាលពីថ្ងៃមុនម្ដាយរបស់អូនលិនបានឃើញយើងនិងអូននាតនៅជាមួយគ្នាហើយមិនបានជាឯងដឹងតែគាត់បានឃើញឯងនៅជាមួយស្រីនាតគ្នាក៏មិនដឹងដែរអូនលិនមកប្រាប់ថាគាត់បានឃើញអញ្ចឹងមិនចប់ទៅហើយសំណាងដែរម្ដាយអូនលិនមើលអូននាតមិនស្គាល់កុំអីបែកការបាត់ហើយអូនលិនដោយសារតែមិនជឿក៏បានមកសួរគ្នាមិនបាច់ប្រាប់ក៏យើងដឹងដែរថាឯងនឹងឆ្លើយដោះសារជាមិនខានរឿងហ្នឹងគឺពិតជាអញ្ចឹងហើយ អេបងឆាយមិនក៏បងឥឡូវមិនសូវបានមកជួបអូនអញ្ចឹង ពិតមែនហើយមួយរយៈហ្នឹងបងពិតជារវល់មែនឲ្យបងសុំទោសផង បងបងស្រឡាញ់អូនអត់ ស្រឡាញ់តាហើយស្រឡាញ់តអូនម្នាក់គត់ បើអូនដឹងថាបងលួចតាក់ទងមានស្រីផ្សេងដឹងតែមានរឿងធំជាមួយខ្ញុំហើយ មនុស្សស្មោះដូចជាបងអាចទៅក្បត់អូនមានអ្នកថ្មីមិនអង្កើត ថាមែនបងឆាយតាមពិតម៉ាក់តើរបស់បងគឺជាស្រីនាតមែនទេ ណែណែ បងឆាយមានរឿងអីមែនទេអូនមិនយល់ឡើយតាលីននិងបងត្រូវជាស្អីនឹងគ្នាខ្ញុំមិនជឿទេថាបងធ្វើទៅធ្វើបែបនេះដាក់ខ្ញុំស្ដាយណាស់ដែលខ្ញុំខំទុកចិត្តបងគិតថាបងជាមនុស្សត្រឹមត្រូវជាមនុស្សស្មោះត្រង់មិនគួរណាបងលួចមានស្រីថ្មីសោះបងឆាយកុំប្រាប់ណាថាស្រីលីនក៏ជាសង្សាររបស់បងដែរបងឆ្លើយមកពិតមែនហើយនាតខ្ញុំក៏ជាសង្សាររបស់គាត់ដែរមិននឹកស្មានថាខ្ញុំនឹងឯងស្រឡាញ់មនុស្សប្រុសតែម្នាក់តតែសោះ ឲ្យបងសុំទោសដែលបងមិនបានប្រាំនាងតាមពិតទៅបងនឹងលិនជាសង្សារនឹងគ្នាយូរណាស់មកហើយតែបងនៅតែមកលួចតាក់ទងជាមួយអូនទៀតមិនមែនបងចង់លេងសើចជាមួយអូននោះទេព្រោះបងក៏ស្រឡាញ់អូនដែរ បើបងមានគេហើយហេតុអីក៏បងនៅមិនតាក់ទងជាមួយអូនទៀតបងគិតថាអូនជាមនុស្សសម្រាប់កំដរអារម្មណ៍របស់បងមួយគ្រាមែនទេហ៎បងសម្រាប់ចិត្តទៅរវាងខ្ញុំនិងស្រីនាតតើបងជ្រើសរើសយកមួយណាដាច់ខាតមិនអាចយកទាំងពីរបានទេមែនហើយបងនិយាយទៅតើបងជ្រើសរើសយកមួយណាព្រោះខ្ញុំមិនចង់ខ្លាចជាជនទី3ដែលមកដណ្ដើមស្នេហាពីមិត្តរបស់ខ្លួនឯងនោះឡើយ បងពិតជាពិបាកសម្រេចចិត្តណាស់ព្រោះអូនទាំងពីរបងសុទ្ធតែស្រឡាញ់ទាំងអស់ ណាស់ចុះបើបងមិនហ៊ានសម្រេចចិត្តទេចាំខ្ញុំជាអ្នកសម្រេចចិត្តចុះខ្ញុំជាអ្នកដើរចេញដោយខ្លួនឯងនេះឯងចុះគេចុះខ្ញុំមិនចង់ធ្វើជាគូប្រកួតប្រជែងជាមួយឯងឡើយគ្នាសម្រេចចិត្តហើយគ្នាក៏មិនយកគាត់ដែរគ្នាមិនយកមនុស្សដែលមិនស្មោះត្រង់មកធ្វើជាអនាគតនោះទេឯងនិយាយត្រូវគ្នាក៏ដូចឯងដែរគ្នាទៅផ្ទះវិញហើយបងឆាយពួកយើងបាច់គ្នាទៅពីថ្ងៃនេះទៅពួកយើងលែងជាអ្វីនឹងគ្នាទៀតហើយខ្ញុំក៏ដូចគ្នាដែរបងឯងនេះសាវ៉ាន់ណាស់បងនិងខ្ញុំលែងជាអ្វីនឹងគ្នាទៀតហើយចាប់ពីថ្ងៃនេះតទៅ លិនស្ដាប់បងនិយាយសិននាតអូនកុំតន់អាលទៅស្ដាប់បងសិនឲ្យគេទៅនេះគឺមកពីឯងដែលសាវ៉ាស្រឡាញ់ម្ដងពីរឥឡូវឃើញអត់ត្រីរស់ក៏រួចអន្សាយក៏រួច